Lee ago តាអ្នកធ្វើពុតជាស្លាប់ដើម្បីអ្វីមានរឿងអ្វីកើតឡើងនៅទីនេះយើងត្រូវតែមកដើម្បីប្រោះលូចំពោះអំពើបាបរបស់ថ្នាក់លើរបស់យើងប្រញាប់ឡើងហើយទៅយកមួយទៅស្អាតណាស់ខ្ញុំអាចមើលថែពុកខ្ញុំបានល្អនៅពេលក្រោយតើខ្ញុំបានធ្វើដំណើរឆ្លងកាត់ពេលវេលាហើយឬនៅដោយមិននឹកស្មានដល់ការពិចិត្រមុនត្រង់ជាស្ដេចនៃទាហានតាមពិតទៅខ្ញុំបានផ្លាស់ទៅរស់នៅទាហានព្រំដែនម្នាក់មកពីទីក្រុងដាជោកូនទាហានដែលត្រូវគេធ្វើបាបយោងតាមការចងចាំដើមរាល់កន្លះឆ្នាំក្រោយមកតុលាការអធិរាជនៃរដ្ឋដ៏អស្ចារ្យបង្ក្រាបនិងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនមួយក្រុមឧក្រិដ្ឋជនដែលងាយរងគ្រោះទាំងនោះបានទៅព្រំដែនហើយបានការរបស់ខ្លួនប្រសិនបើវាមិនអាចធ្វើបានមានកូនក្នុងរយៈពេល1ឆ្នាំត្រូវបានចាត់ទុកថាជាមនុស្ស2នាក់ត្រូវបានបន្ថែមទៅក្នុងចំនួនប្រជាជននៃរដ្ឋពួកគេទាំងអស់គ្នានឹងត្រូវនិរទេសទៅកាន់កន្លែងស្លាប់ឥឡូវនេះទាំងនេះឬវ័យចំណាស់ឬពិការភាពលើសពីនេះភាពទន់ខ្សោយខាងរាងកាយគឺជាកត្តាចម្បងមួយពួកគេមើលទៅដូចជាមិនអាចធ្វើការងារអ្វីបានសោះមានសំបីតែគុជដែលរអិលចូលក្នុងសំណាញ់ដែរឬទេខ្ញុំជ្រើសរើសមួយលីងឈួនបានខឹងយ៉ាងខ្លាំងដោយជ្រើសរើសជំរឿដ៏ហត់នឿយបែបនេះគាត់កំពុងតែយករឿងនេះមកវិញក្នុងនាមជាកូនប្រសាមែនទេតើយើងគួរបូជាពួកគេទេគាត់បានស្មានថាគាត់គិតថាគាត់នៅក្នុងមាសគាត់កំពុងស្វែងរកក្មេងស្រីនៅក្នុងផ្ទះបនតើអ្នកឈ្មោះអ្វីស៊ូរ៉េនស្ត្រីម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋស៊ូមានពួកអភិជនដែលមាននាមត្រកូលនេះនៅដាជោមិនលើសពី3ត្រកូលទេមែនទេមែនហើយឈ្មោះល្អណាស់អ្នកនឹងហើយជាមនុស្សម្នាក់មកជាមួយខ្ញុំក្មេងប្រុសនេះពិតជាបានជ្រើសរើសខ្ញុំតើវាអាចទៅរួចទេដែលស្ត្រីវ័យកណ្ដាលនៅពេលដែលត្រូវបានជំរុញឲ្យដល់កម្រិតកំណត់មនុស្សងាកទៅរកវិធានការអវិជ្ជសាស្ត្រអ្នកគួរតែគិតរឿងនេះឲ្យបានល្អិតល្អន់ណាកូននៅពេលជ្រើសរើសរួចគ្មានការវិលត្រឡប់មកវិញទេមានកន្លែងសម្រាប់ធ្វើសម្យុទ្ធប្រសិនបើស្ត្រីបែបនេះត្រូវបានដាក់នៅក្នុងចំនួនក្រោយទៀតប៉ុន្តែខ្ញុំគីធាននឹងលើកឡើងពីវាបើអ្នកធ្លាប់ខកខានវារួចហើយតើអ្នកអាចស្ដាយក្រោយដោយរបៀបណាតើអ្នកបានគិតវាចប់ហើយឬនៅមនុស្សល្ងងម្នាក់បានរៀបការជាមួយជនពិការពួកគេជាគូដ៏ល្អឥតខ្ចោះតើអ្នកនឹងអប់ខ្ញុំបែបនេះដល់ពេលណាទៀតចាំខ្ញុំមួយជីវិតនេះជាផ្ទះបណ្ដោះអាសន្នរបស់យើងមិនអីទេឥឡូវនេះអ្នកអាចដាក់ខ្ញុំចុះបានលោកអូនសូមអង្គុយចុះមួយសន្ទុះខ្ញុំនឹងដាក់ចូលយើងនេះចំខ្លួនឲ្យស្អាតខ្ញុំឈ្មោះស៊ូលីនចុះអ្នកវិញឈ្មោះអ្វីខ្ញុំឈ្មោះលីងឈួនបើអ្នកជ្រើសរើសខ្ញុំអាចនាំអ្នកទៅនេះនឹងមិនបង្កបញ្ហាហេតុអ្វីឪពុកខ្ញុំជាមេបញ្ជាការនៃព្រំដែនភាគខាងត្បូងស៊ូឌីងហ្វាងត្រូវបានដោយតុលាការអធិរាជអ្វីដែលខ្ញុំដឹងគឺអ្នកជាប្រពន្ធរបស់ខ្ញុំនឹងទៅទិញអាហារអ្នកស្នាក់នៅផ្ទះរងចាំខ្ញុំយោងតាមច្បាប់សមាជិកម្នាក់នៃអភិជននំប៉័ងចំហុយ2ដុំនិងបបរ1ចានម្យ៉ាងវិញទៀតអត្តសញ្ញាណរបស់ស៊ូលីនគឺមានតែនំប៉័ងចំហុយបបរកន្លះចានមើលទៅដូចជាខ្ញុំត្រូវដោះស្រាយរឿងនេះយើងត្រូវដោះស្រាយបញ្ហាអាហារទេកុំចូលមកចិត្តទៀតអីលេងខ្ញុំទៅក្មេងស្រីតូចខ្ញុំនឹងហៅអ្នកមកលេងទៅជួយកិច្ចការផ្ទះមិនដឹងខ្លួនពីសេចក្តីសម្រេចឥឡូវនេះអ្នកនៅទីនេះហើយចូលទទួលយកវាសនារបស់អ្នកពួកគេនៅតែគិតថាពួកគេមកពីគ្រួសារអ្នកបានមានអ្នកស្នងរត់ដ៏មានទ្រព្យសម្បត្តិមែនទេទៅឆ្ងាយឈប់អ្វីតើអ្នកចង់ខ្លាចជាវីរបុរសហើយជួយសង្គ្រោះក្មេងស្រីដែលកំពុងជួបទុក្ខលំបាកមែនទេអ្នកសុខសប្បាយជាទេអ្នកចូលទៅខាងក្នុងមុនសិនទៅខ្ញុំមិនហៅអ្នកទេចេញមកអ្នកពិតជាក្លាហានមែនទេអ្នកពិតជាហ៊ានចុះថ្មិញរបស់ខ្ញុំវិញបើអ្នកដឹងពីអ្វីដែលល្អសម្រាប់អ្នកគួរតែប្រព្រឹត្តខ្លួនឲ្យបានល្អហើយផ្ញើប្រពន្ធទៅមេគ្រួសារបើខ្ញុំនិយាយថាវាជាចេតនាក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះអង្គការមូលបានរងទុក្ខវេទនាច្រើនណាស់នៅក្នុងដៃរបស់គេកំភ្លៀងប៉ុន្តែអ្វីគឺខុសគ្នាឥឡូវនេះខ្ញុំនៅខាងមុខស៊ីគេធ្លាប់ជាស្ដេចទាហានដ៏ល្បីល្បាញម្នាក់ប៉ុន្តែឥឡូវនេះរាងកាយទោះបីជាវារងទុក្ខក៏ដោយបច្ចេកទេសសម្រាប់ត្រូវបានកែលម្អជាយូរមកហើយចូលទៅក្នុងខួរឆ្អឹងអូទេកុហកយន់ឈួនខ្ញុំនឹងធ្វើឲ្យអ្នកប្រាថ្នាថាអ្នកមិនដែលកើតមកស្លាប់ជឿមិនជឿខ្ញុំនឹងធ្វើឲ្យអ្នកគាត់បានដួលទៅលើដីយំសោកនឹងអង្វរទុកខ្ញុំចោលកុំមកលឿនពេកបើមិនដូច្នោះទេមេគ្រូសាមិនទុកឲ្យអ្នករួចខ្លួនពីរឿងទេគាត់អាចមករកខ្ញុំបានរមៀលខ្ញុំមិនមានបំណងឲ្យអ្នកនៅខាងក្នុងទេហេតុអ្វីបានជាអ្នកមិនចេញមកខ្ញុំបារម្ភពីអ្នកខ្ញុំសុខសប្បាយទេតោះញ៉ាំអាហារ
នេះជារបបអាហាររបស់អ្នកខ្ញុំនេះយកវាថ្ងៃនេះខ្ញុំមិនឃ្លានទេអរគុណអូនជាប្រពន្ធបងបើបងមិនធ្វើបងនឹងការពីអូនហូយន់ឈួនចេញមកនេះយន់ឈួនឯងជាសម្រាមមែនទេឯងយ៉ាងណាក៏ដោយគាត់នៅតែហ៊ានត្រឡប់មកវិញថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកពីបទល្មើសដែលខ្ញុំបានប្រព្រឹត្តមានរឿងអ្វីកើតឡើងចំពោះលោកលីវដែលជាមេគ្រួសារកុំបារម្ភអីកាលពីអតីតកាលនៅពេលដែលលីងឈួនបានឃើញខ្លួនឯងវាដូចជាកណ្ដុរឃើញឆ្មាហ៊ានធ្វើជាមនុស្សរងងដូចពេលនេះទេបានបិទផ្លូវរបស់គាត់នៅថ្ងៃនេះហេតុអ្វីបានជាលីងឈួនមិនសូវស្គាល់អ្នកយ៉ាងនេះឯងមានចិត្តក្លាហានបន្តិចហើយលុតជង្គង់នៅចំពោះមុខខ្ញុំចោះបុរសម្នាក់ដែលមានកម្ពស់7 ហ្វីតលុតជង្គង់នៅចំពោះមុខស្ថានសួគ៌តើអ្នកគិតថាអ្នកជានរណាដែលកំពុងលុតជង្គង់នៅចំពោះមុខឪពុកម្ដាយរបស់អ្នកឲ្យឯងគិតថាឯងស័ក្តិសមនឹងខ្ញុំលុតជង្គង់ទេអូឯងបានដុសស្លាប់ហើយមែនទេលីវដាំថ្នោត5អ្នកបានប្លន់ខ្ញុំអស់ជាច្រើនឆ្នាំមកហើយសម្បត្តិយោធីចំនួន13និងការអាម៉ាស់2 17ដងអ្នកវាខ្ញុំ9ដងតើយើងមិនគួរដោះស្រាយពិន្ទុនេះទេតើអ្នកចង់គណនាអ្វីចាប់ពីពេលនេះទៅដោយរបៀបណាអ្នកអះអាងពីសមិទ្ធផលយោធីផ្ទាល់ខ្លួនរបស់អ្នកបើអ្នកមិនជឿខ្ញុំទេខ្ញុំគ្រាន់តែត្រូវការមួយប្រយោគវាអាចធ្វើឲ្យអ្នកបាត់ខ្លួនដោយស្ងាត់លោកលីវវូដែលជាអ្នកទទួលបន្ទុកនៅស្ងៀមខ្ញុំមិនជឿថាខ្ញុំអាចធ្វើវាបានក្នុងមួយដង្ហើមទេបទពិសោធន៍3កម្រិតនៅក្នុងពិធីផ្សេងគ្នានៃការស្លាប់ Ling Ergo អ្នកហ៊ានណាស់តាមពិតអ្នកហ៊ាននិយាយជាមួយមនុស្ស5នាក់តើអ្នកសុខចិត្តមិនគោរពគាត់ទេនៅពេលដែលព្រះម្ចាស់ត្រូវបានគោរពនិងទទួលដោយត្រង់ការកេងប្រវ័ញ្ចនោះជាអាជីវកម្មរបស់អ្នកចាប់ពីពេលនេះទៅខ្ញុំលែងបម្រើអ្នកទៀតហើយខ្ញុំសង្ស័យថាលីងឈួនខົບខិតជាមួយស្ត្រីដែលនៅក្នុងផ្ទះនោះមានចាប់ខ្លួនចារកម្មរបស់ក្មួយប្រុសរបស់លោកហ៊ីវអ្នកណាហ៊ានតាំងនឹងត្រូវសម្លាប់នៅនឹងកន្លែងឈប់ធ្វើវាទៅអ្វីដែលជាសមរភូមិហ៊ូជេរ៉េននៅពេលនោះប៉ែជើង2អ្នកទាំងអស់គ្នាពិតជាមានចរិតឆេវឆាវចំពោះប្រជាជនខ្លួនឯងណាអូប្រធានក្រុមខ្ញុំនៅក្នុងដៃរបស់អ្នកហើយខ្ញុំសង្ស័យថាលីងឈួនបានខົບខិតជាមួយចៅហ៊ូគ្រាន់តែពួកគេហ៊ាននឹងនាំគាត់ទៅស្ដាប់តើអ្នកមានភស្តុតាងណាមួយនៃការសម្រេចចិត្តរបស់អ្នកទេយោងតាមអ្នកក្រោមបង្គាប់របស់គាត់រឿងនៅក្នុងផ្ទះនោះ属下怀疑ស្ត្រីរូបនោះត្រូវបានបញ្ជូនដោយហ៊ូជេរ៉េនចារកម្មបានមកជាពិសេសដើម្បីនិយាយជាមួយលីងកុំបារម្ភអីឈួនជេទូរឿងនេះខ្ញុំនឹងស៊ើបអង្កេតឲ្យបានហ្មត់ចត់ប្រសិនបើមានការសង្ស័យណាមួយខ្ញុំផ្ទាល់នឹងប្រព្រឹត្តអំពើក្បត់ជាតិនិងក្បត់ជាតិខ្ញុំនឹងបង្រៀនគាត់មេរៀនមួយប៉ុន្តែប្រសិនបើខ្ញុំដឹងពួកគេមិនមែនជាចារកម្មទេប៉ុន្តែអ្នកបានបំភ័យពួកគេប្រសិនបើអ្នកធ្វើបាបនរណាម្នាក់ដែលមានទស្សនៈដូចអ្នកនោះខ្ញុំនឹងបង្រៀនមេរៀនមួយដល់អ្នកមិនអីទេលោកប្រធានបច្ចុប្បន្នខ្ញុំវាគ្រាន់តែជាការសង្ស័យមួយប៉ុណ្ណោះដែលនាំឲ្យមានការសម្រេចចិត្តនេះប្រធានក្រុមមិនចាំបាច់ទៀងផ្ទាត់ទេខ្ញុំភ័យណាស់ខ្ញុំគ្រាន់តែមកទីនេះដើម្បីប្រាប់រឿងនេះទៅអ្នកខ្ញុំនឹងដាក់ភួយនឹងក្រែលើក្រែ小黎គាត់មិនព្រមចេញមកទេសូម្បីតែក្រោយពីទ្វារត្រូវបានបិទក៏ដោយឃើញខ្ញុំទេកូនស្រីរបស់មន្ត្រីម្នាក់ដែលត្រូវគេអាម៉ាស់មុខគ្មានខាងក្រៅនៅទីនេះទេប្រធានក្រុមគោមនុស្សមិនចាំបាច់ធ្វើបែបនោះទេឧត្តមសេនីយ៍ស៊ូគាត់មានចិត្តល្អជួយខ្ញុំប៉ុន្តែគាត់រងទុក្ខវេទនាខ្ញុំត្រូវបានគេដាក់ទណ្ឌកម្មប៉ុន្តែគ្មានអំណាចធ្វើអ្វីបានឡើយខ្ញុំមានអារម្មណ៍ថាមានកំហុសខ្លាំងណាស់បងប្រុសចេនមិនចាំបាច់បន្ទោសខ្លួនឯងនៅពេលនេះទេតើអ្នកអាចមកជួបខ្ញុំសៀវលីភ្លាមបានទេខ្ញុំពិតជាដឹងគុណយ៉ាងខ្លាំងចំពោះបងប្រុសចេនចូលមកអង្គុយចុះក្នុងរយៈពេល6ខែកន្លងមកនេះខ្ញុំបានស៊ើបអង្កេតលោកស៊ូតើខ្ញុំអាចធ្វើអ្វីបានចំពោះកិច្ចការរបស់ឧត្តមសេនីយ៍ខ្ញុំមិនអាចចាក់ចេញពីតំបន់ស៊ីនជៀងភាគខាងជើងបានទេមានតែតម្រុយមួយចំនួនប៉ុណ្ណោះដែលត្រូវបានរកឃើញចាប់តាំងពីអ្នកមកដល់ចំណុចនេះគ្រាន់តែនៅទីនេះដោយសន្តិភាពហើយកុំបារម្ភពីការស្លាប់របស់អ្នកព័ត៌មាននេះត្រូវតែរក្សាទុកជាសម្ងាត់ដើម្បីជៀសវាងការធ្វើបាបខ្លួនឯងសូមអរគុណបងប្រុសចេនចំពោះបញ្ហាដែលខ្ញុំបានបង្កឡើងមិនចាំបាច់អរគុណពីអ្នកទេប្អូនប្រុសរបស់ខ្ញុំក្មេងល្ងងឲ្យអ្នកពិតជាមានសមត្ថភាពខ្លាំងណាស់តើឈីងយ៉ានអាចរៀបការជាមួយខ្ញុំដោយរបៀបណាប្អូនស្រីតូចដ៏ស្រស់ស្អាតរបស់ខ្ញុំទោះបីជាទ្រព្យសម្បត្តិគ្រួសាររបស់លោកលីបានធ្លាក់ចុះក៏ដោយបើឯងហ៊ានធ្វើបាបនាងខ្ញុំនឹងខ្ញុំមិនឲ្យអ្នកចុះចាញ់ទេមេតបចេនធីនីចិត្តចុះប្រពន្ធមនុស្សស្រីត្រូវចេះឲ្យតម្លៃគ្នាហេតុអ្វីខ្ញុំខ្លាចជាបែបនេះសុខចិត្តបោះបង់ចោលលីវវូរូអូបើអ្នកហ៊ានកេងប្រវ័ញ្ចគុណសម្បត្តិយោធារបស់អ្នកម្ដងទៀតប្រាប់គាត់ដោយផ្ទាល់ថាខ្ញុំនឹងធ្វើការសម្រេចចិត្តជំនួសអ្នកអរគុណលោកប្រធានក្រុមខ្ញុំមិនសុំទោសដែលរំខានអ្នកទាំងពីរយប់នេះ
វាជ្រៅពេកចូលយើងធ្វើវានៅថ្ងៃស្អែកឯងទៅគេងមុនទៅចាំខ្ញុំធ្វើម្ហូបឲ្យភាគខាងលិចបច្ចុប្បន្នគឺខ្លួនគាត់នឹងលោកលីវូនឹងអ្នកដទៃបីជាមនុស្សទាំងពីរបានបង្កើតចំណងអាក់អន់ចិត្តរួចហើយថ្ងៃនេះចេនសេងហេងបានដោះស្រាយវាឲ្យខ្ញុំត្រូវបានគេឡំពាត់ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំនៅតែចង់ផ្ដល់ឲ្យទាហានរបស់គាត់វាពិតជាគួរឲ្យអស់សំណើចណាស់ក្នុងការធ្វើឲ្យខ្លួនឯងចំពោះវាងាយស្រួលក្នុងការនិយាយថាវាអាចជាការប្រហារក្នុងអំឡុងពេលបំពេញការងារមនុស្សម្នាក់ច្រើនតែមានអារម្មណ៍ធ្លាក់ទឹកចិត្តហើយសំបីតែបន្ទាប់ពីចេញជីនយូគាត់អាចនិយាយបានយ៉ាងងាយនៅពេលសួរចុះបើមនុស្សម្នាក់ស្លាប់ក្នុងសមរភូមិប្រឆាំងនឹងពួកតាតាគង់ចេញជីនយូបានជួយគាត់ដោះស្រាយបញ្ហានៅថ្ងៃនេះតំបន់ជុំវិញនោះគឺនិយាយអំពីការចងចាំគាត់នឹងផ្សែងធូបរបស់ឪពុករបស់សូរីបើខ្ញុំចង់ឲ្យគាត់ក្លាយជារបស់ខ្ញុំអ្នកនៅតែត្រូវបង្ហាញការគាំទ្រគ្រប់គ្រាន់ពីអ្នកគាំទ្ររបស់អ្នកមានតែសមត្ថភាពនិងតម្លៃគ្រប់គ្រាន់ប៉ុណ្ណោះមិនអីទេលីងឡាងតើអ្នកកំពុងធ្វើអ្វី林老，អ្វីទៅលីងឡាងហេតុអ្វីបានជាអ្នកសម្លឹងមើលមនុស្សយើងថ្លែងអំណរគុណដល់ដូនតារបស់យើងចំពោះទង្វើល្អរបស់យើងសូមខ្ញុំពិតជាទទួលបានជោគជ័យមែនបើអ្នកមិនរបួសជើងរបស់អ្នកមិនទាន់ជាសះស្បើយនៅឡើយទេសូមអង្គុយមកឲ្យលឿនខ្ញុំបានលាបថ្នាំកាពីយប់មិញហើយវាបានធូរស្រាលច្រើនហើយចាស់មិនអីទេលីងលៀងតាបងកំពុងធ្វើអ្វីខ្ញុំកំពុងធ្វើធ្នូខ្ញុំធ្លាប់តែនៅក្នុងអង្គភាពយោធាក្បែរនោះខ្ញុំបានឃើញធ្នូជាច្រើនប៉ុន្តែមានតែមួយប៉ុណ្ណោះខ្ញុំមិនដែលឃើញរចនាប័ទ្មនេះពីមុនមកទេធ្នូរបស់ខ្ញុំនិងធ្នូផ្សេងទៀតវាខុសគ្នារងចាំរហូតដល់ខ្ញុំធ្វើរួចសិនបន្ទាប់មកអូនបានដឹងហើយលីងឈួនជួបជុំគ្នានៅជំរំយោធាតើមានបេសកកម្មទេវាគួរតែដល់វេនរបស់យើងដើម្បីឈានចូលដល់50នៅលើហ្គេមត្រូវប្រុងប្រយ័ត្នផងកុំបារម្ភអីបងដឹងពីអ្វីដែលបងកំពុងធ្វើរងចាំបងនៅផ្ទះមុនពេលល្ងាចបងត្រឡប់មកវិញហើយរួចរាល់ហើយឬនៅតោះទៅអ្វីទីបំផុតអ្នកមិនអាចទប់ទល់នឹងចលនាបានទេតើអ្នកបានចាប់វាហើយឬនៅលីងឈួនថ្ងៃនេះជាថ្ងៃស្លាប់របស់អ្នកមនុស្សល្ងងខ្លៅឲ្យហ៊ានធ្វើដូចម្ដេចដើម្បីផ្ទុយពីនេះប្រសិនបើគេដឹងថាមានអ្វីមួយនៅរស់ឬស្លាប់ចូលចង់ចាំថាអ្នកនឹងត្រូវរៀនមេរៀនរបស់អ្នកនៅក្នុងជីវិតបន្ទាប់របស់អ្នកតើអ្នកធ្លាប់ឮពីលោកលីវវូចាងទេពាក្យមួយម៉ាត់ហើយមនុស្សអាក្រក់ក៏ស្លាប់ច្រើនយឺតពេកបងប្អូនប្រុសលីងឈួនខ្ញុំធ្លាប់ធ្វើបាបគេសូមអ្នកត្រូវបានបង្ខំឲ្យធ្វើបែបនេះដោយលីវវូសូមគុំសម្លាប់ខ្ញុំអីខ្ញុំនឹងធ្វើអ្វីដែលអ្នកនិយាយខ្ញុំនឹងទុកអ្នកចោលឬខ្ញុំនឹងសម្លាប់អ្នកខ្ញុំចៅហៅតើអ្នកកំពុងព្យាយាមធ្វើអ្វីដោយមិនច្បាស់លាស់ពីដាវទាំងពីរនោះឥឡូវនេះដោយវិនិច្ឆ័យដោយកន្លងនឹងមុំយ៉ាងហោចណាស់ស្ត្រូវពីរត្រូវបានបែងចែកពួកវាត្រូវបានរៀបចំតាមទីដែលផ្សេងគ្នាបើប្រៀបធៀបទៅនឹងជីវិតមុនរបស់គាត់រូបកាយនេះរាងកាយខ្ញុំនៅតែខ្សោយពេកទោះបីជាខ្ញុំតែងតែដោយបានស៊ូទ្រាំនឹងការលំបាកនៅតាមព្រំដែនទោះជាយ៉ាងណាក៏ដោយអាហារូបត្ថម្ភរបស់ពួកគេមិនគ្រប់គ្រាន់ទេប្រញាប់ឡើងហើយទៅលីងឈួនមានរឿងអ្វីកើតឡើងអំឡុងពេលល្បាតព្រំដែនពួកគេបានជួបជាមួយលោកហ៊ូជីរិនពួកគេត្រូវបានគេចំអកអ្នកបានសម្លាប់សត្រូវទាំង3មែនហើយខ្ញុំសម្លាប់តែមួយប៉ុណ្ណោះឯពីរទៀតទាំងនេះគឺវូចាងនិងស៊ូហាវពួកគេត្រូវបានសម្លាប់ពួកគេទាំងអស់បានស្លាប់
បញ្ជាឲ្យកងទ័ពទាំងមូលត្រៀមខ្លួនសម្រាប់សមរភូមិបង្កើនការដាក់ពង្រាយកងទ័ពនិងល្បាតតាមព្រំដែនប៉ាទៀនទោះបីជាក្មេងម្នាក់នេះត្រូវបានគ្រប់ដណ្ដប់ដោយមានការហូរឈាមប៉ុន្តែមានតែនៅកន្លែងតូចមួយចំនួនប៉ុណ្ណោះវាជារបួសស្រាលគ្មានអ្វីធ្ងន់ធ្ងរទេគ្រាន់តែហត់នឿយខ្លាំងគ្រាន់តែត្រូវការសម្រាកបន្តិចមិនអីទេរីកាទៅកាន់ប្រធានក្រុមលីវវូនិងពីរអ្នកផ្សេងទៀតសាកសពត្រូវបាននាំយកមកវិញអ្នកក្រមបង្គាប់របស់អ្នកជំរាបសួរមេបញ្ជាការមិនអីទេឥឡូវនេះមានតែអ្នកនិងខ្ញុំនៅទីនេះទេខ្ញុំនឹងមិនធ្វើពុតទៀតទេមិនអីទេអ្នកជាអ្វីផ្សេងក្មេងអ្នកមិនត្រឹមតែពួកគេបានសម្លាប់លីវវូនិងអ្នកដទៃទៀតហើយជាធ្នូនឹងគាត់សម្លាប់មនុស្ស3នាក់តែម្នាក់ឯងស្វាក្រហមដល់កំណាច់ឲ្យអ្នកប្រាប់ខ្ញុំថាខ្ញុំគួរតែតើខ្ញុំគួរដាក់ទោសអ្នកឬផ្ដល់រង្វាន់ដល់អ្នកតើលោកប្រធានក្រុមឆេនទទួលបានយ៉ាងដូចម្តេចបញ្ញាម្សិលមិញអ្នកបានធ្វើឲ្យលីវវូអាអន់ចិត្តទង្វើរបស់គាត់ក្នុងការសម្លាប់កាសែតដោយពាក្យនៅចន្លោះវាប្រកាសណាស់ថាការល្បាតព្រំដែននឹងត្រូវធ្វើឡើងនៅថ្ងៃនេះខ្ញុំបានវាយប្រហារអ្នកតាមផ្លូវដូច្នេះពួកគេបានចាប់មនុស្សឲ្យទៅតាមពួកគេដោយសម្ងាត់មកញ៉ាំចានមួយដើម្បីកម្ដៅខ្លួនអ្នកមិនចាំបាច់អរគុណខ្ញុំទេខ្ញុំធ្វើបែបនេះដោយសារតែសៀវតែប៉ុណ្ណោះខ្ញុំគ្រាន់តែមើលថែអ្នកដោយសារតែភាពទន់ភ្លន់របស់អ្នកខ្ញុំគ្រាន់តែមិនបានរំពឹងថាអ្នកនឹងយ៉ាងណាក៏ដោយគាត់បានលាក់បាំងសមត្ថភាពពិតរបស់គាត់ហើយក្នុងមួយដង្ហើមបានសម្លាប់ចោលប្លន់3នាក់គឺស្វាក្រហមខ្លួនគាត់ផ្ទាល់មិនរងរបួសអ្វីទាំងអស់តើអ្នកមិនដឹងអំពីចំនួនបង្ហូរឈាមរវាងអ្នកស្លៀកពាក់ក្រហមទេនោះជាការហាមឃាត់ដ៏សំខាន់មួយនៅក្នុងជួរកងទ័ពយោងតាមច្បាប់យោធានៃទ្វីបនេះខ្ញុំអាចធ្វើបានទាំងស្រុងខ្ញុំនឹងប្រហារជីវិតអ្នកនៅនឹងកន្លែងបើខ្ញុំមិនសម្លាប់ពួកគេទេពួកគេនឹងសម្លាប់ខ្ញុំដើម្បីរស់រានមានជីវិតខ្ញុំគ្មានជំរឿផ្សេងទៀតទេជ្រើសរើសលីងឈួនស្ដាប់ខ្ញុំលីវវូអ្នកទាំង3បានស្លាប់នៅក្នុងដៃរបស់ហ៊ូជីរិនខ្ញុំនឹងឲ្យនរណាម្នាក់រីកាវាគុណសម្បត្តិយោធារួមជាមួយនឹងប្រាក់សម្រាប់ការអង្អែលពុកចង្កាលោកលីវវូបានប្រគល់វាទៅឲ្យក្រុមគ្រួសាររបស់ពួកគេទោះបីជាលោកលីវវូមិនមានទេពកោសល្យក៏ដោយគាត់បងប្រុសបង្កើតរបស់ខ្ញុំគឺជាអ្នកប្រយុទ្ធពិតប្រាកដម្នាក់ប្រសិនបើគាត់ដឹងថាគាត់ពិតជាបានចូលរួមជាមួយកងទ័ពមែនការស្លាប់របស់លីវវូក្នុងសមរភូមិពិតជានឹងបញ្ជូនពេលមានអ្នកណាមកស៊ើបសួរអ្នកគួរមានចិត្តសប្បុរសខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយប្រសិនបើខ្ញុំទុកវាចោលដោយចៃដន្យទាំងអស់គ្នានឹងបាត់បង់ក្បាលកុំបារម្ភអីខ្ញុំដឹងពីអ្វីដែលខ្ញុំកំពុងធ្វើសៀវលីត្រូវបានឧត្តមសេនីយ៍ស៊ូទុកចោលអ្នកត្រូវតែឲ្យតម្លៃដល់ពូឈាមតែមួយគត់របស់អ្នកនាងនឹងទៅយកវាក្នុងពេលបន្តិចទៀតប្រាក់រង្វាន់ត្រូវបានប្រើប្រាស់សម្រាប់ទិញរបស់របរប្រើប្រាស់ក្នុងផ្ទះមួយចំនួនចូលយើងអបអរសាទរនៅពេលក្រោយជូនចំពោះលីងឡាងនិងអ្នក琳琅ពួកគេពិតជាមានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះវិមានមាសសូមអភ័យទោសឲ្យខ្ញុំផងលោកស្រីគ្មាននរណាម្នាក់នៅទីនេះធ្វើបាបទេអ្នកត្រូវតែគួរសមហើយនាំប្រពន្ធរបស់អ្នកមកទៅយករង្វាន់របស់អ្នកឥឡូវនេះអ្នកទាំងពីរមានគ្រួសារតូចមួយយើងត្រូវចំអិននៅផ្ទះមិនចាំបាច់ទៅរកលុយរាប់រយលានយ៉ននាពេលអនាគតទេអ្នកបានរៀបចំអាហាររួចរាល់ហើយយុវជនប្រពន្ធនេះពិតគួរឲ្យស្រស់ស្អាតណាស់ស្នែងគោមានរោមវែងត្រង់សិតសក់នេះស័ក្តិសមនឹងអ្នកឥតខ្ចោះលីងឡាងតើយើងនឹងចំណាយលុយនៅណានាពេលអនាគតអ្នកមានលុយច្រើនដូច្នេះអ្នកត្រូវប្រយ័ត្នជាមួយវាកូនប្រុសនេះដំឡើយត្រូវបានរកឲ្យប្រពន្ធខ្ញុំនឹងធ្វើបច្ចុប្បន្នភាពប្រកាសនេះភ្លាមបន្ទាប់ពីផ្ការីរកបានប្រាក់កាន់តែច្រើនជាមួយនឹងសមិទ្ធផលសមរភូមិកាន់តែច្រើនលីងឡាងតើការញ៉ាំបែបនេះវាបែបណាខ្ញុំនិយាយមិនចេញទេគាត់មិនដែលឃើញអ្វីដូចនេះពីមុនមកទេឆ្នាំនេះមកពីសៀវភៅរឿងនិទានចម្លែកមួយរបៀបញ៉ាំអាហារដែលខ្ញុំបានឃើញក្នុងវីដេអូគឺជាអ្វីដែលខ្ញុំចូលចិត្តញ៉ាំចាប់ពីពេលនេះទៅខ្ញុំនឹងធ្វើឲ្យអ្នកខ្លាចជាលីងជាញឹកញាប់អូនសម្លាញ់អូនល្អចំពោះបងណាស់លោកស្វាមីតើធ្នូរបស់អ្នកធំប៉ុណ្ណាលោកម្ចាស់ខ្លាំងណាស់តើអាចមានអំណាចបែបនេះនៅក្នុងលោកដោយរបៀបណាធ្នូគួរតែមានប្រវែងជាង1 ហ្វីត
ជាជាងដីក្រាស់មិនមែនជារឿងធម្មតាទេផ្លូវដីមិនមែនផ្លូវដែកទេរុនមួយដែលមិនគួរមើលរំលងធ្នូនិងព្រួញធម្មតាមិនអាចបាញ់បានតតែសោះទោះបីជាអ្នកមិនចូលក៏ដោយក៏វាមិនទាន់ដល់40ដែររឿងទូទៅបំផុតអំពីធ្នូគឺថាអ្នកអាចជ្រុំមួយខ្លួនអ្នកបានតែប៉ុណ្ណោះ3 4អ៊ីងប៉ុន្តែលើនេះរោមទាំងមូលព្រួញបានទម្លុះជាងពាក់កណ្ដាលវាស្ទើរតែជ្រាបចូលជញ្ជាំងទាំងមូលនោះពិតជាមិនគួរឲ្យជឿតតែសោះអ្នកមិនដឹងថាអ្នកណាជាអ្នកធ្វើវាទេបាត់ដៃធ្នូនេះទូមានកំបិតក្មេងល្ងងរបស់អ្នកបានសម្លាប់មនុស្សម្នាក់កាលពីម្សិលមិញចោលកញ្ជ្រោងម្នាក់ទើបតែមានសំណាងក្នុងសមរភូមិគ្មានសំណាងនៅលើទីលានទេខ្ញុំចង់សុំឲ្យអ្នកជួយខ្ញុំកែប្រែមួយដាវដែករបស់ចោលកញ្ជ្រោង 2G ដោយពិចារណាថាអ្នកបានសម្លាប់កញ្ជ្រោងមួយក្បាលខ្ញុំនឹងជួយអ្នកដោយការគោរពចំពោះស្វាកាលពីម្សិលមិញអនុញ្ញាតឲ្យខ្ញុំកែប្រែអ្វីដែលអ្នកចង់និយាយកែមុតស្រួចទាំង3របស់ស្ដេចកោសចំណុចបែងចែកខ្សែបន្ទាត់នេះត្រូវបានប្រៀបធៀបទៅនឹងខ្សែដែលគ្មានទំនោរបាយការចេញទៅក្រៅនឹងបណ្ដាលឲ្យមានគម្លាតហើយក៏នឹងបណ្ដាលឲ្យមានអ្នកត្រូវធ្វើដំបង3ដូចនេះការដកព្រួញចេញបន្ទាប់ពីត្រូវបាញ់នឹងបណ្ដាលឲ្យព្រួញដែលបណ្ដាលឲ្យខូចខាតបន្ទាប់បន្សំតើអ្នកបានឃើញពាក្យពាត់ជុំវិញនៅឯណាខ្ញុំបានគិតវាដោយខ្លួនឯងមុនពេលល្ងឹតតើវានៅតែឈឺចាប់ទេពេលអ្នកមកយកវាកុំមើលចាំខ្ញុំពិនិត្យមើលថារបួសនោះជ្រៅប៉ុណ្ណាតាមរយៈការសម្លាប់មេរោគនៅថ្ងៃនោះនឹងមុខរបួសបានជាសះស្បើយបន្ទាប់ពីលាបថ្នាំច្រើនទៀតប៉ុន្តែចង់ជាសះស្បើយវាហាក់ដូចជាវានឹងចំណាយពេល 2-3 ថ្ងៃទៀតខ្ញុំត្រូវទៅសួរចម្រៀងចាស់ខ្លះមុខរបួសបានធូរស្រាលច្រើនជាមួយថ្នាំព្យាបាលមុខរបួសនេះនឹងអាចដើរបានក្នុងរយៈពេល 2-3 ថ្ងៃទៀតនិយាយអំពីការព្យាបាលរបួសខាងក្រៅតើមានអ្វីអាចប្រៀបផ្ទឹមបានជាមួយជីនឈួងយ៉ាវខ្ញុំត្រូវការរបស់នេះលោកចាស់ពីជាតិមុនរបស់ខ្ញុំថ្នាំមួយចំនួនព្យាបាលរបួសលីងលៀងតើអ្នកកំពុងធ្វើអ្វីឥឡូវនេះអ្វីខ្ញុំកំពុងបង្កើតថ្នាំព្យាបាលរបួសជាមួយវារបួសរបស់អ្នកនឹងជាសះស្បើយក្នុងរយៈពេល 2-3 ថ្ងៃបានប្រសើរឡើងហើយពិតមែនឬចាស់មែនហើយខ្ញុំមិនដែលស្រមៃថាលីងលៀងក៏មានជំនាញខាងវិទ្យាសាស្ត្រដែរតើអ្នកមានអារម្មណ៍យ៉ាងណាដែរហេតុអ្វីបានជាម្សៅនេះមានក្លិនក្រអូបវាមានក្លិនប្រហើរធ្វើឲ្យមុខរបួសមានអារម្មណ៍ត្រជាក់ត្រឹមត្រូវហើយចុះយ៉ាងណាវិញជំនាញរបស់លោកគ្រូយ៉ាងគឺធម្មជាតិគ្មានការសង្ស័យទេអំពីវាខ្ញុំពេញចិត្តខ្លាំងណាស់វាត្រូវការយ៉ាងហោចណាស់ដើម្បីធ្វើជាដាវដែកនេះធ្នូ10ជាមួយនឹងស៊ុំតូចរបស់អ្នកអាចទាញបាន3យ៉ាងងាយស្រួលធ្វើធ្នូឲ្យបានច្រើនខ្ញុំបានធ្វើធ្នូដោយខ្លួនឯងស្រាលសូមអាចបាញ់ដាវដែកនេះបានដល់2 ឬ 300 ជំហានបើអ្នកនៅតែអួតអាងសូម្បីតែគោក៏នឹងញ័រនៅចំពោះមុខអ្នកដែរអ្នកត្រូវតែដើរជុំវិញវាតើអស់ប្រាក់ប៉ុន្មានភ្លេចរឿងលុយទៅព្យាយាមរកលុយបន្ថែមទៀតសម្រាប់ចោលកញ្ជ្រោងលោកស្វាមីមានអ្វីខុសយប់ជ្រៅហើយដល់ពេលចូលគេងហើយអូនត្រូវស្នាក់នៅក្នុងផ្ទះអំឡុងពេលមានការវាយប្រហារពីស្រូវចេញទៅក្រៅចាស់ត្រូវប្រុងប្រយ័ត្នចាស់ខ្ញុំនឹងធានាថាបានចេញជីងយ៉ាវអ្នកគួរតែបង្ហាញរឿងនេះមកខ្ញុំចុះចាញ់ហេតុអ្វីបានជាអ្នកមិនបើកទ្វារក្រុងឥឡូវនេះចុះចាញ់មួសាយើងបានប្រយុទ្ធគ្នាយូរមកហើយច្រើនដងណាស់អ្នកមិនដឹងទេថាខ្ញុំធំទាហាននៃទ្វីបនេះបានស្លាប់តែនៅក្នុងសមរភូមិប៉ុណ្ណោះពួកគេមិនបានចុះចាញ់ឡើយតើវាធ្លាក់ចុះទេប្រសិនបើវាជាទ្វីបកាលពីអតីតកាលខ្ញុំពួកគេប្រហែលជានៅតែមានការប្រុងប្រយ័ត្នខ្លះ
ជាអកុសលទ្វីបនេះឥឡូវនេះរលួយដល់ Snow សួរខ្លួនឯងដោយស្មោះត្រង់ទៅនាគរិទ្ធិនីព្រះចៅអធិរាជដែលបានរៀបរាប់ខាងលើនឹងព្រះរាជវាំងទាំងមូលគួយជើតើអ្នកធ្លាប់ខ្វល់ពីយើងពីពេលណាតើគាត់ស្លាប់ឬនៅរស់មួសាតើអ្នកគិតយ៉ាងណាចំពោះរូបចម្លាក់ប្រភេទនេះតើល្បិចតូចតាចវាមានប្រយោជន៍សម្រាប់ខ្ញុំទេចេញជីងយ៉ាវតើអ្នកបានឃើញវាទេខ្ញុំអាចយកជីវិតអ្នកនៅពេលណាក៏បាននេះពិតជាគួរឲ្យស្អប់ខ្ពើមណាស់ព្រួញភ្លើងតើអ្នកណាបាញ់វាការបាញ់នោះបានរត់បាន250ជំហានពិតមែនឬធ្វើបានល្អណាស់បាញ់ព្រួញពីមុននៅពេលដែលពួកគេបានជួបជាមួយមេបញ្ជាការជេនគាត់បានបាញ់ព្រួញមួយនឹងបាញ់ពេងចាំងនឹងឡាវម៉ាពួកគេទាំងអស់គ្នាគួរតែជាមនុស្សនេះល្អកងទ័ពទាំងអស់ឲ្យចូលស្ដាប់ចូលត្រៀមខ្លួនដើម្បីជួបសត្រូវទៅពិនិត្យមើលកំណត់ត្រាយោធារបស់ហ៊ូជីជួនតើហ៊ូប៊ីងនៅមានទេរីកាទៅកាន់ប្រធានក្រុមយើងទើបតែបានរកឃើញវាគឺជាកៅស៊ុនជាអ្នកការពារអ្នកអំដំណើរคล้ายៗបាញ់រីកាទៅកាន់ប្រធានក្រុមអ្នកក្រមបង្គាប់របស់អ្នកបានរកឃើញវាត្រូវបានបាញ់ដោយលីងឈួនដែលបានគប់ព្រួយនោះដោយច្រឡំមិនសមហេតុផលតើលីងឈួនជានរណាតើពួកគេហ៊ានអាងពីគុណសម្បត្តិយោធាដោយគ្មានការអនុញ្ញាតយ៉ាងដូចម្តេចយកពួកគេទាំងពីរមកខ្ញុំតើព្រួញទាំង3នោះជានរណាឥឡូវនេះបាញ់រីកាទៅមេបញ្ជាការនេះជាអ្វីដែលអ្នកក្រមបង្គាប់របស់អ្នកបាញ់លីងឈួនអ្នកគួរតែគិតរឿងនេះឲ្យច្បាស់និយាយម្ដងទៀតការទាមទារគុណសម្បត្តិយោធាដោយគ្មានការអនុញ្ញាតគឺជាបទឧក្រិដ្ឋដែលត្រូវយោធាទោះបីជាម្ចាស់ដើមនឹងលោកកៅស៊ុនមិនបានខ្ញុំស្គាល់វាច្បាស់ហើយប៉ុន្តែខ្ញុំមិនអាចនិយាយអ្វីអំពីវាបានឡើយគាត់គឺជាមេអង្គរៈខ្លាំងៗឆាវស៊ូយីកូនប្រុសរបស់គាត់បានបម្រើការជាប្រធានផ្នែកឆាវស៊ូយីនិងកូនប្រុសរបស់គាត់ចង់ដណ្ដើមយកគុណសម្បត្តិយោធារីកាទៅកាន់ប្រធានក្រុមព្រួញទាំង3នោះគ្រាប់កាំភ្លើងដែលបាញ់ដោយអ្នកក្រមបង្គាប់របស់គាត់លីងឈួនអ្នកពិតជាក្លាហានមែននៅចំពោះមុខប្រធានក្រុមអ្នកហ៊ានទាមទារគុណសម្បត្តិយោធាដោយគ្មានការអនុញ្ញាតមែនទេលីងគឺអ្នកពិតជាពួកគេហ៊ានអួតអាងបែបនេះគ្រាន់តែដោយសារតែអ្នកអាចទាញទៅមុខបាន30ព្រួយលីងឈួនខ្ញុំនឹងផ្ដល់ឱកាសឲ្យអ្នកម្ដងទៀតកិច្ចប្រជុំនិយាយតាមត្រង់ទៅតើព្រួញទាំង3នោះតើអ្នកបានបាញ់វាទេវាពិតជាត្រូវបានបាញ់ដោយអ្នកក្រមបង្គាប់ម្នាក់បើមានការកុហកសំបីតែពាក់កណ្ដាលក៏ដោយខ្ញុំសុខចិត្តត្រូវទទួលទោសកំ pl ែងអ្នកនិយាយថាអ្នកបានបាញ់វារួចប្រាប់ខ្ញុំតើអ្នកបានប្រើធ្នូប្រភេទអ្វីដើម្បីបាញ់ខ្ញុំតើអ្នកគូធ្នូប្រភេទអ្វីតើអ្នកប្រើធ្នូប្រភេទអ្វីព្រួញខ្ញុំបានប្រើធ្នូស្នែង4គ្រាប់ព្រួញទាំងនោះត្រូវបានលាបពណ៌ព្រួញឈើជាមួយនឹងរោមនិងមែកឈើស្វាយស្លឹកឈើជ្រុះប្រធានក្រុមនេះជាអ្វីដែលខ្ញុំប្រើនេះជាធ្នូសម្រាប់បំបែកស្នែងធ្វើដោយដៃព្រួញដែលប្រើត្រូវបានផលិតឡើងជាពិសេសប្រៃព្រួញមុខ3កំពូលភ្នំចក់ទាំងមូលនេះសម្រាប់តែការប្រើប្រាស់ផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះអ្នកកំពុងនិយាយថាអ្នកបានធ្វើធ្នូនេះដោយខ្លួនឯងមែនទេជាការពិតណាស់ធ្នូនេះក្រៅពីផ្កាក្រៅពីសម្លេងហួចខ្ញុំពិតជាវាហាក់ដូចជាមិនមានអំណាចបំផ្លិចបំផ្លាញទេប្រធានក្រុមតើអ្នកគិតថាប្រធានក្រុមតើមនុស្សពេញវ័យនេះនឹងបញ្ឆោតទេលោកម្ចាស់សូមអភ័យទោសចំពោះភាពមិនច្បាស់លាស់របស់ខ្ញុំធ្នូនេះទុកឲ្យតែព្រួញដែកសូម្បីតែព្រួញធម្មតាវាពិបាកក្នុងការបាញ់ចម្ងាយជាង100ជំហានព្រួញផលិតដោយជាងដែកយ៉ាងដែលជាកម្មសិទ្ធិរបស់ម្សិលមិញមួយថ្ងៃខ្ញុំបានទៅរករំពាត់ពីហ៊ូជូសូមយកអ្វីដែលអ្នកអាចធ្វើបានពីម្ចាស់កត្រីក្រហមវាត្រូវបានកែប្រែដោយយ៉ាងជាងដែកមានអ្នកណាម្នាក់ទៅហៅយ៉ាងជាងដែកមកប៉ាទៀនចេញទៅក្រៅទីក្រុងដើម្បីរករបស់នេះព្រួញដែកបាត់លោកម្ចាស់លោកគ្រូឲ្យខ្ញុំគិតថារឿងនេះបញ្ហានេះច្បាស់ណាស់រួចទៅហើយវាគឺជាលីងឈួនពួកគេចង់លុបខ្លួនកងទ័ពរបស់ឆាវស៊ុនមិនចាំបាច់ស៊ើបអង្កេតបន្ថែមទៀតទេមិនអីទេមានអ្នកណាម្នាក់យកឆ្មាំ2នាក់ទៅជាមួយអ្នកសាក់សីម្នាក់បានមកដល់ប៉ាទៀនប្រធានក្រុមខ្ញុំគិតថានេះហើយតើនោះមិនចាំបាច់ទេត
តើអ្នកនៅតែតើអ្នកមិនទុកចិត្តខ្ញុំទេខ្ញុំស្គាល់ចរិតរបស់ឆៅប៉ៅចាងទោះបីជាគួរឲ្យទុកចិត្តក៏ដោយសារតែនោះហើយជាមូលហេតុដែលខ្ញុំត្រូវស៊ើបអង្កេតផ្លូវទឹកស៊ីឈូដើម្បីកុំឲ្យអ្នកនិងកូនប្រុសរបស់អ្នករងទុក្ខមនុស្សរិះគន់វាមែនទេនេះតើអ្នកធ្លាប់ឃើញកៅស៊ុនបាញ់ពីមុនមកទេសម្រាប់មេបញ្ជាការដាដាហើយបាញ់ទម្លាក់ដាដាសូគីប្រធានក្រុមបានសួរអ្នកនៅសំណួរមួយតើពួកគេទាំងអស់គ្នាស្ងាត់ស្ងៀមមែនទេអ្នកនៅតែមិនទាន់បានឃើញកៅស៊ុនបាញ់នៅឡើយទេព័ត៌មានលម្អិតនៃការសម្លាប់មួសាមានដូចខាងក្រោមរីកាដោយស្មោះត្រង់រីកាទៅប្រធានក្រុមខ្ញុំប្រកាសណាស់ខ្ញុំពិតជាបានឃើញមេបញ្ជាការឆៅស៊ុនបាញ់មែនបានសម្លាប់មេបញ្ជាការដាដាលោកមួសាមែនហើយខ្ញុំក៏បានឃើញវាដែរព្រួយនោះគឺការស៊ើបបោកដ៏ល្អបានប៉ះទ្រង់របស់កាត់មែនហើយរីកាទៅកាន់ប្រធានក្រុមដែលជាអ្នកក្រមបង្គាប់របស់អ្នកជាការពិតណាស់ខ្ញុំបានឃើញមេបញ្ជាការឆៅស៊ុនបាញ់គាត់បានបាញ់ព្រួយពី3ដើមដើម្បីដឹងថាតើគាត់ពិតជាបានបាញ់វាមិនត្រូវបានគេមើលឃើញច្បាស់ទេប្រធានក្រុមយើងបានរកឃើញវាហើយតាមព្រួយមានវីរភាពល្អិតល្អន់មិនមែនស្រដៀងនឹងស្តង់ដារយោធារបស់យើងប្រធានក្រុមលោកគ្រូយ៉ាងដឹកនាំមកដល់ប្រធានបទដ៏រៀបទៀបនេះសូមជម្រាបសួរឯកឧត្តមលោកមេបញ្ជាការមែនហើយនេះជាពេលថ្ងៃត្រង់ថ្ងៃនេះមីងឈួនបានយកមកហាងខ្ញុំមកចាំខ្ញុំចុចមួយដែលត្រូវបានកែប្រែតាមតម្រូវការរបស់គាត់ចាក់ព្រួយដែកមេតបឆៅស៊ុនភាពជោគជ័យត្រូវបានបង្កើតឡើងប្រធានក្រុមគាត់បានកុហកដោយផ្អែកលើតើធ្នូដែលបាក់អាចបាញ់បានចម្ងាយ250យ៉ាងដូចម្តេចលើសពីជំហានគុំសន្មតថាអ្នកកំពុងសហការជាមួយយ៉ាងចង់អីឧត្តមសេនីយ៍អ្នកចង់លួចគុណសម្បត្តិយោធារបស់ខ្ញុំតើអ្នកប្រកាសទេថាវាជាគុណសម្បត្តិយោធារបស់អ្នកមេក្រុមអំដំណើរកៅមានអារម្មណ៍ថាបញ្ហានេះគួរតែត្រូវបានតើធ្វើដូចម្តេចដើម្បីដោះស្រាយរឿងនេះដោយសារភាគីទាំងពីរមានព្រឹត្តិការណ៍រៀងខ្លួនខ្ញុំគិតថាវាល្អជាងក្នុងការទុកឲ្យពួកគេនៅចំពោះមុខមនុស្សគ្រប់គ្នាពួកគេបានប្រកួតប្រជែងបាញ់ធ្នូបន្ទាប់មកការពិតគឺច្បាស់ភ្លាមមិនអីទេមីងឈួនតើអ្នកគិតយ៉ាងណាដែរខ្ញុំគិតថាមិនអីទេអ្នកទាំងអស់គ្នាហត់ហើយថ្ងៃនេះជួបគ្នាថ្ងៃស្អែកការប្រកួតមួយនឹងត្រូវធ្វើឡើងនៅលើទីលានហ្វឹកហាត់ដើម្បីកំណត់ការពិតអ្នកគួរតែគិតរឿងនេះឲ្យបានដិតដល់ឥឡូវនេះអ្នកចិត្តដល់ហើយវាមិនទាន់យឺតពេលសម្រាប់បាយទេតើអ្នកមានទំនុកចិត្តទេការដោះស្រាយជាមួយគាត់គឺច្រើនជាងគ្រប់គ្រាន់ហើយប្រធានក្រុមព្រួញដែកនេះមានតើមានបញ្ហាទេកន្លះម៉ោងមុនមាននរណាម្នាក់បានប្រើវាជនចុងជៀនបានបាញ់សម្លាប់ហ៊ូជីមេបញ្ជាការមួសាអ្វីព្រះជាម្ចាស់ឲ្យក្មេងរពីសតូចឲ្យអស្ចារ្យណាស់មែនទេតើនេះជាធ្នូដែលអ្នកកំពុងប្រើមែនទេតើអ្នកកំពុងព្យាយាមបញ្ឆោតអ្នកណានេះគ្រាន់តែជាធ្នូឈើប៉ុណ្ណោះលើសពីនេះទៅទៀតខ្សែធ្នូលងហើយអាចការបោះជំហាន100ជំហានគឺជាអត្តបមានដាច់ខាតអ្នកនឹងឃើញថ្ងៃស្អែកខ្ញុំពិតជានឹងមកជាមួយខ្ញុំដើម្បីមើលជុំវិញខ្ញុំមិនដែលរំពឹងថាអ្នកនឹងជំនាញបាញ់ធ្នូដ៏អស្ចារ្យបែបនេះវាពិតជាគួរឲ្យកត់សម្គាល់ពីមុនមកខ្ញុំមិនបានកត់សម្គាល់ទេប្រធានក្រុមអ្នកជឿថាខ្ញុំបានបាញ់គាត់មួសាខ្ញុំមើលទៅតើវាល្ងងមែនទេហេតុអ្វីបានជាអ្នកគិតថាហ៊ូជារិននឹងហេតុអ្វីបានជាវាប្រហារលៀងហ្វេងគូនៅពេលនេះច្រកចូលដ៏រឹងមាំបំផុតជារឿយពួកគេទាំងអស់គ្នាបានដួលរំពីខាងក្នុងតើអ្នកគិតថាវាអាចជាអ្នកណាដាក់ត្រចៀករបស់អ្នកចុះ在下虽然年轻，但也看过几本兵书，用兵之法和带兵之道也略懂一些。自认为统领300-500人，还是不在话下。狂妄，乳臭未干，竟敢在这里大言不惭！师长若是不信，咱们可以比一比。行，你说怎么比？很简单，咱们双方各调500兵力，在沙盘上推演，看谁获胜。原来是纸上谈兵，呵呵，那我就陪你玩玩。100秦兵正面冲锋，这也太冒进了吧！唉，还是太年轻了，哈哈哈，可笑！枪阵御敌，兵分2路，从2侧绕过。
放箭！盾牌抵挡，步兵阵营抛射，3轮之后便直接冲锋。梁胜，你再不认输，那就真要被杀得片甲不留了。纸上谈兵而已，而且你也不过是侥幸获胜，这做不得数。哎，梁胜，你是不是男人？说出来的话还赖账？不是我梁胜输不起，而是我不想拿数表的100余弟兄的性命当儿戏。纸上谈兵算不得什么，有本事咱们拉开架势，真刀真枪干一场。好，咱们各带一伍，进行实战对抗。你要是还能赢，我不但赞同你当标长，以后对你唯命是从。没问题。不过，我有一个要求。你说。我毕竟没有自己的兵，我得挑选5人进行训练。行，那就给你3天时间，3天之后，咱们演武场见真章。不用3天，3个时辰即可。啊？什么？3个时辰？这……令川，3个时辰真的足够吗？哼，足够了。来，大家都过来一下。这能行吗？放心，只要你们按照我的做，别说是5对5，就算是5对10，也有很大胜算。灵川，我不想占你便宜，实在不行，我再给你2天时间，如何？不用了，开始吧。这能行吗？放心，只要按照咱们操练的来，一定能轻松取胜。双方实力悬殊太大，这场比试应该没什么悬念。实战不是纸上谈兵，灵川相比起梁胜，经验差了太多。想要取胜太难了。开始！盾！枪！我输了，输得心服口服。从今以后，你灵川便是雾雕标长。梁大哥承让了。好，我宣布，从现在开始，灵川担任雾标标长。好有毒的剑，好恐怖的弓箭手。铁木儿，你是我大枪10大射雕手之一，你告诉我，250步之外，你能否一箭破甲？禀将军，250步已是雕弓极限，纵用铁剑破重甲，需150步内方见血槽之效。从现在开始，由我接管这支军队，哥哥的大仇我亲自报。但属于你们的耻辱，必须由你们自己去洗刷掉。告诉我，你们应该怎么做？攻破狼洞口，杀他个片甲不留！将军，我还有一事相告。此人可靠吗？此前正是他主动写信给穆尔扎将军，愿主动献降，来我军中换取一个职位。本将担心这其中有诈。半个时辰前，他再次传来密信，后天子时打开城门，与我军来个里应外合。今日除夕夜，曹某就喧宾夺主一次，请大家前来一聚，还望校尉大人勿怪。无妨无妨。前日我那逆子做出有违军规的事情，是曹某教子无方，让大家笑话了。今日一是请大家吃个年夜饭，二是借此机会向诸位赔罪。这酒可是我花了大价钱从灵州醉仙楼淘来的10里香，大家今日一醉方休。来，大家不要拘束。曹标长，要一醉方休的话，这每桌一坛酒怕是少了点朱老弟放心，酒管够，喝完我立马让人去拿。10里香这种酒可不是谁都能喝得到的，大家可别辜负了曹标长的一番美意。来，我们一起敬曹正一碗。咱们应该
先敬校尉大人才对。诸位不必客气，今日放开了吃，敞开了喝。凌兄弟，之前的事情是一场误会，但也给你添麻烦了。今日我代犬子向你赔罪，希望你别往心里去。曹标长言重了。虽说曹询想要抢我军功，但那毕竟不是你曹标长指使的，你犯不着给我赔罪。各位都吃好喝好了吧？接下来我就要送你上路了。曹正，你想干什么？熊老哥，都这个时候了，你还看不明白吗？这摆明了是想将我们一网打尽，然后开门迎接胡爵大军。你确实很聪明，只可惜你知道的太晚了。你果然要通敌当走狗！话别说的这么难听，正所谓人各有志，咱们当兵为的不就是飞黄腾达吗？反正都是党，管他主子是大周皇帝还是胡杰单于，一些豪门贵胄，一餐抵我为10年饷。这身铁甲穿了20载，不及世家子腰间玉带，凭什么？为了升官发财，你这是连祖宗都不认了吗？哈哈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 ！少跟我扯这些。胡杰人答应我，只要帮助他们拿下狼风口，便给我一个千夫长的职位。到现在，你依然没有意识到自己的错误。错误，历史都是由胜利者书写，对错也是我说了算，因为你们马上就要死了。我劝你，还是回头看清楚局势，再下结论。你什么意思？拿下！呀！我很想知道你是如何识破我的计划。不是我，是凌川。我说我是猜的，你信吗？不可能！我的计划如此隐秘，除了身边的亲信，没有人知道。你绝不可能猜得到。很隐秘吗？那我就跟你盘点一下，你都犯了哪些错误。首先是几日前，狼峰口外隐秘小路上出现了胡杰斥候。要知道这条小道路胡杰人是不知道的，除非有人给他们提供消息。然后是胡杰大军这个时候出兵攻打狼峰口，这更加不符合常理。再结合之前出现的斥候，不得让人联想到狼峰口有人通敌。老实说，这2日我与校尉大人在诸位标长身边都安插了眼线，结果就在当晚，便有人看到你的人出关。不可能！我的人如此谨慎，不可能有人看到。你做的确实很隐秘，想要瞒过其他人并不难，但是想要瞒过你贾彪却并不现实。是谁？是我。你个吃里扒外的东西，我杀了你！那天就因为你没有为曹询作证，结果被狠狠揍了一顿。没想到今天又是你，坏了我的大事。我认栽，要杀要剐赶紧的。查干，你确定此人可靠？应该可靠，毕竟他此前在信中表露，陈静后对他各种打压。如果子时3刻收不到信号，我就取你的脑袋。将军快看信号，狼峰口传来信号了！所有人听令，直奔狼峰口！杀进去！粮食、银子、女人都是我们的！
快撤！阿叉儿，我等你多时了。陈敬堂，你卑鄙！正所谓兵不厌诈，你想与曹正里应外合，难道我就不能瓮中捉鳖吗？从墓道冲上去！减慢箭雨攻击，这是为何？减慢箭雨攻击，这是为何？只要巴图尔还活着，城外的几百胡杰士兵便会不遗余力地疏通城门。他们想要将其救出去，而咱们只需站在城墙上，便可以将其射杀。反之，他们一旦得知主将死了，便会撤离。咱们想要杀他们，就没那么容易了。妙啊，妙计！城内的进攻要做到雷声大雨点小，主要集中兵力射杀胡杰人城外的兵力。不对劲儿，咱们还是撤吧。救不出巴图尔将军，咱们所有人都得死。好剑法！启禀校尉，昨夜一战，我军大获全胜，已知阵亡不足10人，20余人受伤。相比起以往5换1的战损，这简直是想都不敢想的结果。估计这战报要是传到漠北大营，他们都严重怀疑我们虚报战功。这一次胡杰人在狼风口吃了这么大的亏，定然不会善罢甘休。再加上他们对狼风口早就是虎视眈眈，相信下一次大战不会太久。来多少咱们杀多少，就怕他娘的不来。经历此战之后，胡杰若是再出兵，定然做好充足的准备。咱们这一营兵力未必能挡住他们。灵川，昨晚你给我的那金创药还有吗？这是我祖传的秘药，药方不能外传，不过我可以多制作一些给你。好，你帮我准备一些药材，回头送到我家里。我先回去睡一觉。我自己来就行了。相公可是嫌弃奴家？娘子误会了。想不到相公还会害羞呢。昨晚的战斗我都听说了，想不到相公不仅身手敏捷，谋略更是如此出众，连陈大哥都对你赞不绝口呢。回头等赏银下来，咱们风风光光办一场婚宴，宴请狼风口所有人。相公，你这又是在做什么？我在酿酒。酿酒？这不就是米酒吗？我要酿的酒比这好多了，
不仅质地清澈，而且奇香无比。那十里香在他面前连弟弟都算不上。这世上真有如此好酒，那岂不是传说中的仙酿吗？跟传说中的仙酿差不多吧。膘长，嫂子，什么事慢慢说。漠北节度府来人了，据说来人是刘武的姐夫。校尉大人让我来叫你过去。我知道了，你告诉校尉大人，我马上就到。务标标长陵川前来听命。进来吧。你就是凌川？属下正是。听说你一箭射杀了木尔扎，是听陈校尉说，除心夜狼风口一战的整体布局也是出自你手。是，果然是英雄出少年啊！短短数便从一个边军小卒直接爬上了标长的位置，这就算放眼整个北疆，也不多见。谢大人夸赞。朱胡虏以报圣恩，乃我边军本分。可惜你不该杀刘武。他再怎么样，毕竟是我的小舅子，你杀了他，我得拿你抵命。កន្លែងណាមានសត្រូវទីនោះមានអ្នកខ្លាំងពិតជាត្រូវហើយខ្ញុំមកដល់វិញហើយទីបំផុតបងត្រឡប់មកវិញហើយចុះយ៉ាងណាវិញតើប្រជាជនហ៊ូជីបានចាក់ចេញហើយឬនៅពួកគេត្រូវបានដកថយត្រឡប់មកវិញអស់ហើយយ៉ាងណាក៏ដោយពួកគេប្រកាសជានឹងវិលត្រឡប់មកវិញចុះចាញ់ទេឆ្នាំថ្មីនេះប្រហែលជាមិនមានសន្តិភាពទេសម្រាប់មិនអីទេតើពួកមិនមានភាពគ្មានខ្មាស់អៀនទេអីមកធ្វើបែបនេះមិនមនុស្សចូលចិត្តដណ្ដើមគ្នាបែបនេះលើសពីនេះការអាងពីគុណសម្បត្តិយោធាដោយខ្លាញ់បន្លំគឺជាបាតុកិច្ចធ្ងន់ធ្ងរតើពួកគេហ៊ានមិនខ្លាចនឹងច្បាប់យោធាតតែសោះមែនហើយប្រពន្ធសម្លាញ់ឲ្យគុំរឿងនឹងច្រើនពេកគ្មានអ្នកណាចង់ជួបសម្បត្តិបែបនេះទេមាននឹងការតស៊ូរបស់ខ្ញុំបានទេយ៉ុងកេអ្នកពិតជាអស្ចារ្យណាស់ពិតជាអស្ចារ្យមែនពិតជាអស្ចារ្យមែនពិតជាអស្ចារ្យមែនយ៉ុងកេអ្នកមានអនាគតដ៏ល្អប្រសើរមែនយ៉ុងកេសូមស្ដាប់ដោយយកចិត្តទុកដាក់ប្រសិនបើវាជារបស់អ្នកចូលយកវាត្រឡប់មកវិញកុំឲ្យបាត់បង់ប្រជាជនហ៊ូជីរបស់យើងមុខរបស់គាត់គិតថា Staggy ស្លាប់មែនទេយើងគិតថាមនុស្សហ៊ូជីនៅក្បែរយើងអានបានខ្លាចជាមនុស្សដែលត្រូវបានចាប់ហើយគាត់មិនអាចរួចផុតនឹងច្បាប់យោធាបានទេហាខ្ញុំមិននឹកស្មានថាអ្នកមានទេពកោសល្យបែបនេះទេអ្នកត្រៀមខ្លួនរងចាំទទួលរង្វាន់ពេលខ្ញុំទទួលរង្វាន់ខ្ញុំនឹងមិនភ្លេចអ្នករាល់គ្នាលីនឈួនរបស់យើងអង្គរៈអស្ចារ្យមែនលោកបញ្ជាការចង់ជួបអ្នកសូមនិយាយជាមួយខ្ញុំចាំស្ដាប់ប្រសិនបើមេបញ្ជាការនៃភ្នាក់ងារចៅបើគាត់ត្រូវការអ្វីគាត់គួរតែមករកខ្ញុំអ្នកហ៊ានស្ដាប់បញ្ជាអ្នកគ្មានអ្វីទាំងអស់តើមានសិទ្ធិអ្វីមិនស្ដាប់បញ្ជាសូមឲ្យគោលដៅរបស់យើងត្រូវតែរួបរวมគ្នាតែមួយតើលោកលីនឈួនអាចនិយាយជាមួយខ្ញុំជាលក្ខណៈឯកជនបានទេមនុស្សគ្រប់គ្នានៅទីនេះសុទ្ធតែជាមនុស្សបើកចំហនិងស្មោះត្រង់ណាស់លោកប្រធានឆាវអ្នកអាចនិយាយអ្វីដែលអ្នកចង់បាននៅទីនេះអ្នកនៅក្មេងហើយមានសមត្ថភាពមិនអាក្រក់ទេហេតុអ្វីមិនសាកល្បងព្រួញខ្លាំងៗរបស់ខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅតំណែងទី10នៃគ្រួសារកៅខ្ញុំសូមកោតសរសើរចំពោះចិត្តសប្បុរសរបស់ប្រធានចាស់ពោលថាមនុស្សម្នាក់មិនគួរទទួលយកអ្វីមួយដោយគ្មានតម្លៃនោះទេខ្ញុំគិតថារបស់ដែលរកបានដោយលំបាកនៅតែជារបស់ដែលខ្ញុំបង្កើតដោយខ្លួនឯងការបង្កើតរបស់ពិតមានអារម្មណ៍ស្រួលជាងក្នុងការកាន់វាអ្នកខ្លះប្រហែលជាធ្វើបែបនេះតែចំពោះខ្ញុំមិនត្រូវការប្រាក់រង្វាន់ទាំងអស់ដែលចេញដោយរដ្ឋាភិបាលខ្ញុំនឹងផ្ដល់កន្លែងទំនេរឲ្យអ្នកសម្រាប់ការចូលរួមចុះបើខ្ញុំទុកវាឲ្យអ្នកវិញអ្នកមិនចាំបាច់ក្នុងការកែសម្រួលកន្លែងទេខ្ញុំមិនត្រូវការឲ្យអ្នកជួយខ្ញុំក្នុងរឿងនេះទេអ្នកគួរតែគិតរឿងនេះឲ្យបានហ្មត់ចត់គ្មានរឿងល្អបែបនេះនៅកើតទៀតទេផ្លូវបន្ទាប់ពីអ្នកនៅតែវែងឆ្ងាយណាស់អ្នកមិនចាំបាច់បារម្ភពីខ្ញុំពីការរស់នៅទេអ្នកមិនដើរតាមផ្លូវនេះទេអ្នកប្រហែលចង់ជួបនឹងសេចក្តីស្លាប់ហើយចំនួន250ដើម្បីសម្រាប់មនុស្សម្នាក់តើអ្នកណាឈ្នះប្រសិនបើពួកគេវាយចំគោដៅញឹកញាប់ជាងប្រសិនបើប្រធានក្រុមមិនបានបាញ់ចំគោដៅទេបន្ទាប់មកអ្នកត្រូវសួរខ្លួនឯងថាតើអ្នក
របៀបបាញ់ព្រួញក្នុងទីងឹតសម្រាប់មើលសាហាយបន្ទាប់មកយ៉ាងច្បាស់លាស់គ្រាប់កាំភ្លើងបានប៉ះនឹងដុំអុកដារួចរាល់ហើយឬនៅតោះចាប់ផ្ដើមតើអ្នកណានៅទីនោះកៅស៊ុនពិតជាគួរឲ្យខ្លាចណាស់ច្រក Wolf Pig Pass ទាំងមូលត្រូវបានប៉ាន់ប្រមាណថាគាត់អាចទាញធ្នូខ្លាំងខ្លាមែនវាជាធ្នូស្នែងមែនទេវាជាល្អ4ណាស់វាត្រូវតែបានដើរមួយ30ជំហានពេញអ្នកដែលខ្លាញ់បន្លំជាមន្ត្រីយោធាគឺកៅស៊ុនប្រធានក្រុមព្រួញទី3គាត់លែងមានកម្លាំងហើយគាត់ដកខ្លួនចេញទៀតហើយអ្នកបានទាញធ្នូរបស់អ្នកជាលើកទី3ហើយថាតើវាដំណើរការឬអត់អ្នកនឹងឃើញវានឹងលឿនបន្តិចទៀតអ្នកឃើញហើយលីងហើយអ្វីបានជាខ្សែនោះមើលទៅចម្លែកម្លេះធ្នូនៃការពិតគឺបែបនេះខ្ញុំមិនដែលឃើញលីងឈួនទេតើអ្នកត្រៀមខ្លួនហើយឬនៅប្រធានក្រុមបាទលោកម្ចាស់ខ្ញុំត្រៀមហើយតោះចាប់ផ្ដើម开始吧。ព្រះជាម្ចាស់ឲ្យតើរឿងនេះអាចទៅរួចដោយរបៀបណាសូម្បីតែធ្នូសាមូរ៉ៃក៏អាចបើគ្មានកម្លាំងបំភ្លេចបំផ្លាញដ៏ខ្លាំងក្លាបែបនេះទេសប្តាហ៍ថ្ងៃនេះមានតែដាច់រឿងព្រេងនិទានប៉ុណ្ណោះដែលនៅសេសសល់បៃហ្គងគឺអាចប្រៀបធៀបទៅនឹងគាត់បានវាហាក់ដូចជាយើងបានធ្វើខុសឆាវស៊ុនចង់លួចយកគុណសម្បត្តិយោធារបស់គាត់មានតែពេលនោះទេដែលប្រធានក្រុមត្រូវការមកលេងមកតើអ្នកនឹងចាញ់ទេតើអ្នកបានហៅវាថាម៉េចរបាចោះពីដែកប្រដាប់ចោះពីដែកឈ្មោះល្អតើអ្នកមានអ្វីផ្សេងទៀតមានត្រូវនិយាយអីទេតើអ្នកពិតជាបានធ្វើរឿងនេះមែនទេខ្ញុំពិតជានឹងបង្រៀនអ្នកនៅមេរៀនមួយនៅពេលដែលរឿងនេះកើតឡើងមនុស្សឥតខ្មាស់អៀនអើយអ្នកបានបោះចោលវាទាំងអស់ដូច្នេះខ្ញុំនឹងដាក់ទោសអ្នកដោយហាមឃាត់អ្នកឆាវឈូគូតែចំណាយពេល3ខែនៅដាច់ដោយឡែកពីគេដើម្បីឆ្លុះបញ្ចាំងពីកំហុសរបស់គាត់វាល្អគ្រប់គ្រាន់ហើយលោកប្រធានក្រុមកូនប្រុសដ៏កំសត់ម្នាក់នេះពិតជាបានធ្វើរឿងដ៏ឥតខ្មាស់អៀននេះនឹងត្រូវសម្រេចនៅថ្ងៃនេះគាត់ត្រូវតែទទួលទោសយ៉ាងធ្ងន់ធ្ងរតាមច្បាប់យោធាជាការពិតណាស់កំហុសគួរតែត្រូវបានដាក់ទណ្ឌកម្មចាប់ពីពេលនេះទៅឆាវស៊ុនត្រូវបានដកចេញពីតំណែងជាមេបញ្ជាការកងពលត្រូវបានបន្ទាបឋានៈទៅជាមន្ត្រីក្រមយោធាធម្មតាត្រូវបានដកចេញហើយតើអ្នកណាជាអ្នកបន្ទាប់អ្នកផ្ដល់តំណែងជាអង្គរៈអ្នកអំដំណើរដែលគ្មានស្លាកស្នាមដោយសារគ្មាននរណាម្នាក់ក្នុងចំណោមអ្នកមានជំរឿផ្ទាល់ខ្លួនខ្ញុំចង់ណែនាំមនុស្សម្នាក់ដល់អ្នកទាំងអស់គ្នាខ្ញុំគិតថាលេងជួនល្អណាស់យ៉ាងណាមិញគាត់នៅក្មេងហើយក្លាហានអ្នកបម្រើដ៏រាបទាបរបស់អ្នកគឺប្រធានក្រុមយូខ្ញុំគិតថាគាត់មិនស័ក្តិសមទេជីមានអារម្មណ៍ថាលីងឈួនមិនដែលដឹកនាំកងទ័ពទេបទពិសោធន៍របស់គាត់ថាសង្គ្រាមមិនមែនជារឿងលេងសើចរបស់កុមារទេការពឹងផ្អែកតែលើភាពក្លាហានផ្ទាល់ខ្លួនមិនគ្រប់គ្រាន់ទេហើយក្នុងការធ្វើជាបទពិសោធន៍ក្នុងជីវិតរបស់គាត់ទទួលខុសត្រូវចំពោះរឿងទាំងនោះខ្ញុំមិនទុកចិត្តគាត់ក្នុងភារកិច្ចនោះទេទោះបីជាខ្ញុំនៅក្មេងក៏ដោយខ្ញុំបានអានសៀវភៅយោធាជាច្រើនក្បាលសិល្បៈនៃសង្គ្រាមនិងសិល្បៈនៃការដឹកនាំកងទ័ពខ្ញុំក៏មានការយល់ដឹងបន្តិចបន្តួចអំពីតាវដែរគាត់ជឿថាគាត់បានបញ្ជាបរិសុទ្ធពី3ទៅ500នាក់មនុស្សនៅតែមិនមានបញ្ហាហ្វានវ៉ាងនៅតែរលួយហ៊ានម្ដេចក៏ហ៊ាននិយាយដោយក្រអឺតក្រទុំលេះនៅទីនេះបើនាយករដ្ឋមន្ត្រីមិនជឿយើងទេវាអាចប្រៀបធៀបបានមិនអីទេតើអ្នកចង់ប្រៀបធៀបយ៉ាងដូចម្ដេចវាសាមញ្ញណាស់យើងទាំងពីរតាក់ពង្រីកងទ័ព500នាក់ទៅកាន់តុកសាច់តោះលេងល្បែងស៊ីសងហើយមើលថាអ្នកណាឈ្នះវាបានបង្ហាញថាវាគ្រាន់តែជាការនិយាយទេប៉ុណ្ណោះខ្ញុំនឹងលេងជាមួយអ្នកទីហ៊ាន100នាក់បានស្ទុះទៅមុខនោះជារឿងប្រថុយប្រថានពេកហើយអូយខ្ញុំនៅក្មេងពេកនៅឡើយគួរឲ្យអស់សំណើចណាស់ការប្រើទម្រង់កាំភ្លើងដើម្បីការពារប្រឆាំងនឹងសត្រូវកងទ័ពបានបែងចែកជាពីរក្រុមហើយឡោមព័ទ្ធពីភាគីទាំងសងខាងឆ្លងកាត់បាញ់ព្រួញការរារាំងខែលការបង្កើតតបថ្មើរជើងបន្ទាប់ពីការបាញ់បង្ហោះ3ជុំវាភ្លាមសាក់លីងសេងបើអ្នកមិនទទួលស្គាល់ការបរាជ័យទេប្រសិនបើយើងត្រូវគេសម្លាប់ដោយគ្មានគ្រឿងសឹកសំបីតែមួយដុំខ្ញុំបានរក្សាទុកវាហើយវាគ្រាន់តែជាការនិយាយទេហើយអ្នកក៏វាគ្រាន់តែជាជ័យជំនះដ៏សំណាងមួយនោះមិនរាប់បញ្ចូលទេលីងសេងតើអ្នកជាបុរសមែនទេតើអ្នកនឹងបំពេញសញ្ញារបស់អ្នកមែនទេវាមិនមែនថាខ្ញុំលៀងសេងមិនអាចទទួលយកការបរាជ័យនោះទេប៉ុន្តែខ្ញុំមិនចង់យកលេខ100ចេញពីតារាងលេខទេជីវិតរបស់បងប្រុសយូស្ថិតក្នុងគ្រោះថ្នាក់លេងចំណេះដឹងទ្រឹស្ដីគឺគ្មានអ្វីទាំងអស់បើអ្នកមានសមត្ថភាពខ្លាំងម្លេះចូលយើងចាប់ផ្ដើមប្រយុទ្ធចូលយើងប្រយុទ្ធក្នុងសមរភូមិពិតប្រាកដមួយមិនអីទេចូលយើងម្នាក់ដឹកនាំក្រុមមួយក្រុមហើយចូលទៅខាងក្នុងធ្វើលំហាត់ប្រយុទ្ធជាក់ស្ដែង
បើអ្នកនៅតែអាចឈ្នះបានខ្ញុំនឹងមិនត្រឹមតែសរសើរអ្នកទេចាប់ពីពេលនេះទៅខ្ញុំនឹងក្លាយជាប្រធានក្រុមអង្គរៈរបស់អ្នកនឹងគោរពតាមបញ្ជារបស់ខ្ញុំទាំងអស់មានបញ្ហាទេប៉ុន្តែខ្ញុំមានសំណើមួយអ្នកនិយាយយ៉ាងណាមិញខ្ញុំមិនមានទាហានផ្ទាល់ខ្លួនទេត្រូវការជ្រើសរើសមនុស្ស5នាក់សម្រាប់ការបណ្ដុះបណ្ដាលការអនុវត្តមិនអីទេខ្ញុំនឹងផ្ដល់ពេលឲ្យអ្នក3ថ្ងៃបន្ទាប់ពីនោះទីលានហ្វឹកហាត់របស់យើងឧត្តមសេនីយ៍ពិតប្រាកដបានមកដល់ហើយវាមិនចំណាយពេល3ថ្ងៃទេគ្រាន់តែ3ម៉ោងប៉ុណ្ណោះអ្វី3ម៉ោងហើយនេះលីងឈួន3ម៉ោងពិតជាគ្រប់គ្រាន់ហើយតើគ្រប់គ្រាន់ហើយឬនៅមែនហើយគ្រប់គ្រាន់ហើយ足够了。មកអ្នករាល់គ្នាមកនេះមួយផ្លែតតើវានឹងដំណើរការទេកុំបារម្ភអីឲ្យតែអ្នកធ្វើតាមដែលខ្ញុំប្រាប់ទុកឲ្យតែ5ទល់នឹង5សំបីតែវាជាការប្រកួត5ទល់នឹង10ដែលក៏ជារឿងធំមួយដែរឱកាសនៃការឈ្នះលីងឈួនខ្ញុំមិនចង់ឆ្លៀតឱកាសពីអ្នកទេប្រសិនបើវាមិនដំណើរការទេខ្ញុំនឹងផ្ដល់ឲ្យអ្នកពីបន្ថែមទៀតតើវាមានរយៈពេលប៉ុន្មានថ្ងៃមិនចាំបាច់ទេចូលយើងចាប់ផ្ដើមតើវានឹងដំណើរការទេកុំបារម្ភអីឲ្យតែអ្នកធ្វើតាមការណែនាំរបស់យើងប្រសិនបើអ្នកវឹកហាត់អ្នកប្រកាសជាអាចឈ្នះបានយ៉ាងងាយស្រួលភាពខុសគ្នានៃកម្លាំងរវាងភីគីទាំងពីរគឺធំធេងពេកការប្រកួតប្រជែងនេះមិនគួរមានអ្វីសោះភាពតក់ស្លុតការប្រយុទ្ធពិតប្រាកដមិនមែនគ្រាន់តែអំពីភាពក្លាហាននោះទេវាក៏ទាមទារភាពជាមួយឡែងឆេងលោកជួនមានបទពិសោធន៍ច្រើនជាងវាខុសគ្នាឆ្ងាយពេកហើយវាពិបាកពេកក្នុងការឈ្នះចាប់ដើមសម្រាប់ខែកំភ្លើងខ្ញុំចាញ់ហើយខ្ញុំទទួលយកវាដោយស្មោះអស់ពីចិត្តសម្លៀកបំពាក់ចាប់ពីថ្ងៃនេះទៅអ្នកនឹងបញ្ជាជួនវាជាព្រួញដែលឆ្លាក់បងប្រុសលៀងអ្នកចិត្តល្អពេកហើយយល់ព្រមខ្ញុំសូមប្រកាសថាចាប់ពីពេលនេះទៅខាងក្រោមនេះគឺជាប្រយោគដាច់ដោយឡែកនិងមិនតាក់ទងគ្នាការវ៉ានពណ៌ត្នោតរ៉េនប៉ុន្តែចេះធ្វើរោឆូដាវពលម្លេះគួរឲ្យខ្លាចណាស់អ្នកបាញ់ធ្នូទីមកអ្នកគឺជាកំភ្លើងធំដប់របស់ខ្ញុំវីរបុរសខុនដូដ៏អស្ចារ្យម្នាក់អ្នកប្រាប់មកខ្ញុំនៅចម្ងាយ250ជំហានពីទីនេះតើអ្នកអាចទម្លុះគ្រឿងសឹកដោយដាវតែមួយបានទេរីកាទៅកាន់ឧត្តមសេនីយ៍250ជំហានវាជាដែនកំណត់នៃជំនាញឆ្លាក់រួចទៅហើយទោះបីអាចទម្លុះគ្រឿងសឹកធ្ងន់បានវាត្រូវការដាវបាឈាមនឹងលេចឡើងក្នុងរយៈពេល50ជំហានចាប់ពីពេលនេះទៅខ្ញុំនឹងទទួលបន្ទុករឿងនេះកងទ័ពជាសត្រូវដ៏ធំរបស់បងប្រុសខ្ញុំនឹងរីកាវាដោយខ្លួនឯងប៉ុន្តែភាពអាម៉ាស់ដែលជារបស់អ្នកប្រកាសជានឹងអ្នកត្រូវលាងសម្អាតវាដោយខ្លួនឯងប្រាប់ខ្ញុំពីអ្វីដែលអ្នកគួរធ្វើទម្លុះមាត់ចោលហើយសម្លាប់វាចោលគ្មានគ្រឿងសឹកនៅសល់ទេឧត្តមសេនីយ៍ខ្ញុំមានរឿងមួយទៀតចង់ប្រាប់អ្នកតើមនុស្សនេះអាចទុកចិត្តបានទេគាត់គឺជាអ្នកដែលបានសរសេរវាដោយគំនិតមួយតាមជូនឧត្តមសេនីយ៍មើលសាដោយជូនពួកគេបានចុះចាញ់ដោយស្ម័គ្រចិត្តហើយបានមករកដើម្បីទទួលបានការងារផ្សេងឧត្តមសេនីយ៍រូបនេះព្រួយបារម្ភថាមានអ្វីមួយដែលមិនព្រួយបារម្ភកន្លះម៉ោងមុនគាត់ម្ដងទៀតសារសម្ងាត់មួយបានមកដល់នៅថ្ងៃបន្ទាប់ពីម៉ោងក្រុងហើយមកជាមួយកងទ័ពរបស់គេបានធ្វើការជាមួយគ្នាពីខាងក្នុងនិងខាងក្រៅនៅថ្ងៃចូលឆ្នាំថ្មីនេះលោកកៅម៉ូបានប្រកាសថាភ្ញៀវបានដណ្ដើមយកកន្លែងរបស់ម្ចាស់ផ្ទះម្ដងសូមអញ្ជើញមកចូលរួមជាមួយយើងសម្រាប់ការជួបជុំមួយសូមអភ័យទោសឲ្យខ្ញុំផងលោកមេបញ្ជាការគ្មានបញ្ហាទេគ្មានបញ្ហាទេម្សិលមិញកូនប្រុសដែលមិនគោរពប្រតិបត្តិរបស់ខ្ញុំបានធ្វើអ្វីក៏ដោយដែលបំពានលើបទបញ្ជីយោធាគឺជំនាញចិញ្ចឹមកូនមិនល្អរបស់ឪពុកម្ដាយម្នាក់ធ្វើឲ្យមនុស្សគាត់បាននិយាយវាថ្ងៃនេះជាថ្ងៃដំបូងដើម្បីអបអរសាទរឆ្នាំថ្មីដល់អ្នកពេលល្ងាចនិងទី2ដើម្បីឆ្លៀតឱកាសនេះខ្ញុំសូមអភ័យទោសដល់មនុស្សគ្រប់គ្នាខ្ញុំបានចំណាយប្រាក់ច្រើនសម្រាប់ស្រានេះប្រាក់ដែលទទួលបានពីព្រះពន្លាអមតស្រវឹងនៅលីងជិតខ្ញុំបានចំណាយប្រាក់ច្រើនសម្រាប់ស្រានេះប្រាក់ដែលទទួលបានពីព្រះពន្លាអមតស្រវឹងនៅលីងជើឡៃដេឈើលឆេងតោះផឹកទាំងអស់គ្នារហូតដល់យើងស្រវឹងមកចុះអ្នករាល់គ្នាកុំខ្មាស់អ៊ីនអីមេក្រុមអំដំណើរកៅតោះយើងផឹករហូតដល់ស្រវឹងប្រសិនបើដូច្នោះមែននោះស្រាមួយពីងក្នុងមួយតុននឹងត្រូវនោះវាតិចពេកបន្តិចកុំបារម្ភអីបងជូមានស្រាច្រើនណាស់ផឹកអស់ទៅពេលខ្ញុំធ្វើរួចភ្លាមខ្ញុំបានចាត់អ្នកណាម្នាក់ឲ្យទៅយកនេះស៊ីលីសៀងមិនមែនមនុស្សគ្រប់គ្នាអាចផឹកវាបានកុំធ្វើឲ្យប្រធានក្រុមអំដំណើរខកចិត្តជាកាយវិការដ៏សប្បុរសមួយមកចុះចូលយើងទាំងអស់គ្នាថ្វាយចានមួយដល់ឆាវជេងយើងគួរតែគោរពដល់ប្រធានក្រុមជាមុនសិននោះដូចជាវាជាងសូមកុំខ្មាស់អ៊ីនអីអ្នកទាំងអស់គ្នាចូលយើងបើកចិត្តថ្ងៃនេះពួកគេបានស៊ីផឹកតាមចិត្តរបស់ពួកគេបងលីងអ្វីដែលបានកើតឡើងពីមុនគឺវាជាការយកច្រឡំមួយប៉ុន្តែវាក៏បានបន្ថែមបញ្ហាមួយថ្ងៃនេះក្នុងនាមកូនប្រុសរបស់ខ្ញុំសូមអភ័យទោសដល់អ្នកខ្ញុំសង្ឃឹមថាអ្នកនឹងមិនយកអំពើបាបរបស់ខ្ញុំមកដាក់ក្នុងចិត្តទេទោះបីជាប្រធានក្រុមអ្នកអំដំណើរខោកំពុងនិយាយបំភ្លើសក៏ដោយឆាវសុនចង់លួចគុណសម្បត្តិយោធារបស់ខ្ញុំប៉ុន្តែនោះមិនមែនជាអ្នកទេឆាវបៀវអ្នកមិនចាំបាច់ជាអ្នកបញ្ជាទេសូមទោសខ្ញុំអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាបានញ៉ាំនិងផឹកបានល្អទេបន្ទាប់ខ្ញុំនឹងផ្ញើអ្នកឡើងផ្លូវឆាវប៉ៅតើអ្នកកំពុងព្យាយាមធ្វើអ្វីបងឆាវវាដល់ចំណុចនេះហើយអ្នកនៅតែមិនយល់នេះច្បាស់ណាស់ថាជាការប៉ុនប៉ងដើម្បីចាប់យើងចាប់ពួកគេទាំងអស់គ្នាក្នុងពេលតែមួយបន្ទាប់មកបើកទ្វារដើម្បីស្វាគមន៍ពួកគេបានទទួលកងទ័ពហ៊ូជឺអ្នកពិតជាឆ្លាតណាស់ប៉ុន្តែជាអកុសលអ្នកបានដឹងយឺតពេលហើយអ្នកពិតជាមានបំណងខុបខិតជាមួយស្ទើរហើយរត់គេចខ្លួនមែនឆ្កែ
គុំនិយាយពាក្យអាក្រក់បែបនេះអីគ្រាន់តែមនុស្សគ្រប់រូបមានមហិច្ឆតាផ្ទាល់ខ្លួនតើនោះមិនមែនជាមូលហេតុដែលយើងចូលរួមជាមួយតើអ្នកនឹងទទួលបានជោគជ័យដ៏អស្ចារ្យទេវាទាំងអស់គឺគាត់អ្នកណាខ្វល់ថាម្ចាស់ជានរណាអធិរាជនៃទ្វីបឬហ៊ូជីចាន់ត្រីគ្រួសារអភិជនទាំងនេះមួយអាហារនេះស្មើនឹងប្រាក់ខែ10ឆ្នាំសម្រាប់ខ្ញុំគាត់ពាក់គ្រឿងសឹកដែកអស់រយៈពេល20ឆ្នាំមិនល្អដូចខ្សែត្បូងថ្មនៅចង្កេះកូនប្រុសគ្រួសារអភិជនទេហើយអ្វីខ្ញុំគួរយកវាមកដើម្បីឡើងឋានៈនិងរកលុយបានអ្នកត្រូវតើពួកគេមិនស្គាល់បុព្វបុរសរបស់ពួកគេទេជប់និយាយរឿងមិនសមហេតុផលនឹងទៅពូជារិនបានសន្យាជាមួយខ្ញុំថាដរាបណាជួយពួកគេឡើង Wolf Peak Pass បន្ទាប់មកពួកគេបានឲ្យខ្ញុំនៅតំណែងជាមេតប Big សូម្បីតែពេលនេះក៏នៅតែមិនដឹងខ្លួនដែរទទួលស្គាល់កំហុសរបស់ខ្លួនឯងកំហុសឆ្គងនឹងប្រវត្តិសាស្ត្រតែងតែបង្កើតឡើងដោយជ័យជំនះពាក្យសម្ដីរបស់អ្នកនិពន្ធទោះបីជាត្រូវឬខុសក៏ដោយក៏ជាគំនិតរបស់ខ្ញុំផ្ទាល់ដែររួចរាល់ហើយព្រោះអ្នកហ៊ាបនឹងស្លាប់ហើយខ្ញុំណែនាំអ្នកឲ្យងាកមើលទៅក្រោយហើយឃើញអ្វីឲ្យច្បាស់យើងនឹងធ្វើការសន្និដ្ឋានដោយផ្អែកលើស្ថានភាពតើអ្នកចង់មាននៅយ៉ាងណាយកវាទៅខ្ញុំចង់ដឹងពីរបៀបដែលអ្នកបានឃើញតាមរយៈខ្ញុំផែនការមិនមែនខ្ញុំទេគឺលីនឈួនបើខ្ញុំនិយាយថាខ្ញុំគ្រាន់តែស្មានទេតើអ្នកជឿខ្ញុំទេមិនអាចទៅរួចទេផែនការរបស់ខ្ញុំគឺសម្ងាត់ណាស់ក្រៅពីមនុស្សជិតស្និទ្ធគ្មានអ្នកណាម្នាក់មនុស្សដឹងប៉ុន្តែអ្នកមិនអាចទីទុកជាមុនបានទេមកដល់សម្ងាត់ខ្លាំងណាស់មែនទេសូមឲ្យខ្ញុំផ្ដល់ឲ្យអ្នកនៅសេចក្តីសង្ខេបមួយអ្នកតើមានកំហុសអ្វីខ្លះដែលបានធ្វើដំបូងឡើយកាលពីប៉ុន្មានថ្ងៃមុននៅ Langwenko បានបង្ហាញខ្លួននៅលើផ្លូវដែលលាក់កំបាំងកញ្ជ្រោងនោះរហ័សរហួនហើយស្វាក្រហមក៏ឆ្លាតដែរអ្នកគួរតែស្គាល់កញ្ជ្រោងវង្វេងតូចមួយនេះជនជាតិឆែកមិនដឹងរឿងនេះទេលុះត្រាតែមាននរណាម្នាក់ផ្ដល់ឲ្យពួកគេនៅព័ត៌មានបន្ទាប់មកនៅពេលនេះកងទ័ព Fox Swift បញ្ជូនកងទ័ពទៅវាយប្រហារច្រកឡាំងហ្វឹងនេះកាន់តែមិនសមហេតុផលទៅទៀតផ្សំជាមួយពណ៌ក្រហមដែលបានរៀបរាប់ខាងលើស្វាជិះមិនរួចបង្កើតរូបភាពនៃមាននរណាម្នាក់នៅ Langwenko កំពុងខົບខិតជាមួយស្រូវនិយាយឲ្យត្រង់ទៅក្នុងរយៈពេល2ថ្ងៃកន្លងមកនេះខ្ញុំប្រធានក្រុមទទួលបន្ទុកអ្នកអំដំណើរទាំងអស់ពួកគេបានដាក់ចារកម្មនៅជុំវិញគាត់នៅយប់នោះឯងមាននរណាម្នាក់អ្នកដែលបានឃើញអ្នកបានចាក់ចេញពីច្រកហើយមិនអាចទៅរួចទេបរិសុទ្ធរបស់ខ្ញុំប្រុងប្រយ័ត្នខ្លាំងណាស់វាមិនអាចទៅរួចទេសម្រាប់នរណាម្នាក់មើលអ្នកបានធ្វើវាដោយសម្ងាត់ណាស់ចង់បោកប្រាស់អ្នកអតីហើយវាមិនពិបាកទេប៉ុន្តែអ្នកចង់បញ្ឆោតព្រួញខ្លែងខ្លាយប៉ុន្តែនោះមិនមែនជារឿងប្រកបនិយមទេតើវាជាអ្នកណាខ្ញុំនឹងហើយជនក្បត់ជាតិឲ្យខាងលិចខ្ញុំសម្លាប់អ្នកថ្ងៃនោះគ្រាន់តែដោយសារតែអ្នកមិនបានជួយខោគាត់ត្រូវបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះទង្វើរបស់គាត់ពួកគេបានវាយគាត់ខ្ញុំមិនជឿថាថ្ងៃនេះអ្នកម្ដងទៀតទេអាំនោះល្ងងនេះជារឿងធំមួយសម្រាប់ខ្ញុំទទួលស្គាល់ការបរាជ័យសម្រាប់ខ្ញុំឬបណ្ដេញខ្ញុំចេញតើអ្នកប្រកាសទេថាមនុស្សម្នាក់នេះជាអាស្រ័យលើវាគួរតែអាចទុកចិត្តបានយ៉ាងណាមិញលោកធ្លាប់បានបញ្ជាក់នៅក្នុងលិខិតរបស់លោកពីមុនបានបង្ហាញពីទំនាក់ទំនងផ្សេងរបស់គាត់ជាមួយគាត់ការបង្ក្រាបបែបនេះប្រសិនបើខ្ញុំមិនទទួលបានសារនៅពាក់កណ្ដាលអាធ្រាត្រទេបើអ្នកឲ្យលេខនោះមកខ្ញុំនឹងយកក្បាលរបស់អ្នកឧត្តមសេនីយ៍មើលសញ្ញាមួយបានមកពី Wolf Pass អ្នករាល់គ្នាឲ្យចូលស្ដាប់ឆ្ពោះទៅកាន់រូងខ្ចប់បញ្ចូលថ្មបាត់ចាស់អាហារប្រាក់និងស្ត្រីសុទ្ធតែជារបស់យើងនៃមិនល្អទេដកថយអាឈួនខ្ញុំរងចាំអ្នកយូរហើយឆេនជេងថេងអ្នកមើងងាយដោយពាក្យចាស់ពោលថាអ្វីគឺយុទ្ធធម៌ក្នុងសង្គ្រាមតើអ្នកចង់ធ្វើការជាមួយខោជេងពីខាងក្នុងទេតើវាអាចទៅរួចទេដែលខ្ញុំមិនអាចជាប់នៅក្នុងពីងបានតើយើងកំពុងចាប់អណ្ដើកមែនទេប្រញាប់ឡើងហើយសាក់លឿនសម្លាប់បន្ថយល្បឿនការវាយប្រហារដោយភ្លៀងព្រួញហេតុអ្វីបានជាដូច្នេះបន្ថយល្បឿនការវាយប្រហារដោយភ្លៀងព្រួញហេតុអ្វីបានជាដូច្នេះដរាបណា Better នៅរស់
ពូជីស៊ីរាប់រយនាក់នៅខាងក្រៅទីក្រុងទីហ៊ាននឹងមិនខ្ជិះខ្ជីកម្លាំងឡើយដោះទ្វារក្រុងឲ្យអស់ពីសមត្ថភាពពួកគេចង់ជួយសង្គ្រោះគាត់ហើយយើងគ្រាន់តែត្រូវឈរនៅក្នុងទីក្រុងប៉ុណ្ណោះពួកគេអាចត្រូវបានបាញ់ទម្លាក់ពីលើជញ្ជាំងផ្ទុយទៅវិញនៅពេលដែលពួកគេបានរៀនអំពីព្រះម្ចាស់ពួកគេនឹងដកថយនៅពេលដែលពួកគេហៀបនឹងស្លាប់បើយើងចង់សម្លាប់ពួកគេយើងគ្មានមធ្យោបាយទេវាងាយស្រួលណាស់អស្ចារ្យណាស់ផែនការដ៏អស្ចារ្យ妙计！ ការវាយប្រហារនៅក្នុងទីក្រុងត្រូវតែធ្វើកូលាន់បានបន្លឺឡើងហើយដំណក់ភ្លៀងបានធ្លាក់ចុះមកប្រមូលផ្ដុំកម្លាំងដើម្បីបាញ់កងទ័ពរបស់ហ៊ូជីរិននៅខាងក្រៅទីក្រុងសម្លាប់មានអ្វីមួយមិនត្រឹមត្រូវតោះត្រឡប់ទៅវិញមិនអាចជួយសង្គ្រោះឧត្តមសេនីយ៍បេតបានទេយើងទាំងអស់គ្នាត្រូវតែស្លាប់ពូកែបាញ់ធ្នូមែនសម្លាប់រីកាទៅប្រធានក្រុមសមរភូមិយប់មិញកងទ័ពរបស់យើងទទួលបានជ័យជំនះដ៏អស្ចារ្យមានបរិសុទ្ធតិចជាង10-20នាក់ត្រូវបានសម្លាប់នៅក្នុងសមរភូមិមនុស្សដែលនៅសល់បានរងរបួសបើប្រៀបធៀបទៅនឹងការចាញ់ក្នុងសមរភូមិ5ទល់នឹង1ពីមុននេះគឺជារឿងដែលមិនអាចគិតដល់បានឡើយលទ្ធផលដែលរំពឹងទុកនៃសមរភូមិនេះប្រសិនបើបាយការនេះទៅដល់វាលខ្សាច់ភាគខាងជើងពួកគេទាំងអស់គ្នាមានការសង្ស័យយ៉ាងធ្ងន់ធ្ងរអំពីយើងលើកនេះហ៊ូជីបានរាយការណ៍មិនពិតអំពីសមិទ្ធផលសង្គ្រាមរបស់គាត់មនុស្សបានញ៉ាំអាហារច្រើនណាស់នៅ Wolf Peak Pass ការខាតបង់ដ៏ធំមួយនឹងមិនត្រូវបានអត់អន់ឡើយហ៊ូបូករួមទាំង Wolf Peak របស់ពួកគេវាត្រូវបានគេជឿថាមាត់បានសម្លឹងមើលវាដោយលោកខ្លួនជាយូរមកហើយសង្គ្រាមដ៏អស្ចារ្យបន្ទាប់នឹងមិនឆ្ងាយប៉ុន្មានទេយើងនឹងសម្លាប់ឲ្យបានច្រើនតាមដែលពួកគេចង់បានយើងគ្រាន់តែខ្លាចពួកគេដោយមិនបានជួបប្រទះនឹងសមរភូមិនេះប្រសិនបើហ៊ូជីបញ្ជូនកងទ័ពម្ដងទៀតវាពិតជានឹងទោះយ៉ាងណាក៏ដោយត្រូវរៀបចំខ្លួនឲ្យបានគ្រប់គ្រាន់កម្លាំងកងវ៉ូសេនាធំរបស់យើងមិនទាន់ដល់កម្រិតនៅឡើយទេពួកគេប្រកាសជាអាចបញ្ឈប់ពួកគេពីការផ្ដួលរំលំបាននេះដែលអ្នកបានឲ្យខ្ញុំយប់មិញឈួនតើអ្នកនៅតែមានថ្នាំនេះទេវាជាមរតកគ្រួសាររូបមន្តថ្នាំសម្ងាត់មិនត្រូវបញ្ជូនទៅអ្នកខាងក្រៅឡើយទោះយ៉ាងណាក៏ដោយខ្ញុំអាចធ្វើបានច្រើនជាងនេះខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅអ្វីដែលល្អសូមជួយខ្ញុំរៀបចំអស្ចារ្យបុរាណមួយចំនួននឹងត្រូវផ្ញើមកខ្ញុំនៅពេលក្រោយខ្ញុំទៅផ្ទះសិនទៅគេងសិនខ្ញុំអាចធ្វើវាដោយខ្លួនឯងបានប្តីសម្លាញ់ឲ្យតើលោកយល់ថាខ្ញុំមិនស័ក្តិសមទេប្រពន្ធខ្ញុំយល់ច្រឡំហើយខ្ញុំមិនដែលគិតថាប្តីរបស់ខ្ញុំអាចខ្មាស់អៀនបានទេក្រណាត់រំជាមខ្ញុំបាននិយាយគ្រប់យ៉ាងអំពីសមរភូមិយប់មិញខ្ញុំបាននិយាយដូច្នេះខ្ញុំមិនដែលនឹកស្មានថាស្វាមីខ្ញុំមិនត្រឹមតែមានជំនាញខាង9និងជាពិសេសយុទ្ធសាស្ត្រហ្វូងមនុស្សសូម្បីតែបងប្រុសឆេនក៏សរសើរអ្នកដែរពួកគេនឹងមិននិយាយមួយម៉ាត់ទេក្រោយមកនៅពេលដែលប្រាក់រង្វាន់ធ្លាក់ចុះយើងពួកគេបានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនិងរំលឹកអាពាហ៍ពិពាហ៍ត្រូវបានធ្វើឡើងសម្រាប់ភ្ញៀវទាំងអស់មកពីឡែងវែងខុសស្វាមីឲ្យតើអ្នកកំពុងធ្វើអ្វីឥឡូវនេះអ្វីខ្ញុំកំពុងដាំស្រាកំពុងផលិតស្រាបៀរនេះមិនមែនគ្រាន់តែជាស្រាអង្ករទេខ្ញុំចង់ផលិតស្រាច្រើនជាងនេះទៅទៀតមិនអីទេវាមិនត្រឹមតែច្បាស់លាស់ទេថែមទាំងវាមានក្លិនអស្ចារ្យក្លិនក្រអូបនៃចម្ងាយ10ម៉ៃល៍បាននៅពីមុខគាត់វាមិនមែនសូម្បីតែនៅក្រោមដីទេតើពិតជាមានស្រាល្អបែបនេះនៅលើលោកមែនទេតើនោះមិនមែនជាអមតៈរឿងព្រេងនិទានទេកំពុងផលិតស្រាបៀរស្រដៀងនឹងស្រាសេលេស្ទៀលរឿងព្រេងនិទានប៉ារោងចក្រផលិតអស្ប្អូនថ្លៃស្រីប្រាប់ខ្ញុំយឺតមនុស្សមកពីសាធារណរដ្ឋឆែកនៅភាគខាងជើងប្រទេសមិចស៊ីកបានមកដល់ហើយគេនិយាយថាអ្នកដែលមកនោះគឺលីវវូបងថ្លៃប្រុសប្រធានក្រុមបានបញ្ជូនខ្ញុំឲ្យទៅទីនោះខ្ញុំយល់ហើយប្រាប់ប្រធានក្រុមផងសេះរបស់ខ្ញុំយើងនឹងទៅដល់ទីនោះឆាប់នេះសិទ្ធិដ៏អស្ចារ្យនៃលីងឈួនបានមកដល់ហើយគោរពតាមបញ្ជាចូលមកតើអ្នកជាលេងឈួនមែនទេអ្នកក្រមបង្គាប់របស់អ្នកនិយាយត្រូវខ្ញុំមើលថាអ្នកបាញ់គាត់ដោយព្រួញមួសា
ខ្ញុំបានរវីពីប្រធានក្រុមឆេននៅថ្ងៃចូលឆ្នាំថ្មីសមរភូមិទាំងមូលនៃកំពូលភ្នំយាយឡាងប្លង់ទាំងមូលក៏ជាការបង្កើតរបស់អ្នកដែរបាត់ចាស់សោះជាការពិតណាស់វីរបុរសកើតចេញពីក្នុងចំណោមយុវវ័យត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះគាត់បានចាក់ចេញពីទាហានព្រំដែនទាហានដ៏រៀបទៀបរូបនោះបានឡើងទៅជិតក្បាលរបស់អង្គរៈទីតាំងទោះបីជាយើងក្រឡេកមើលភាគខាងជើងទាំងមូលក៏ដោយវាក៏កំណត់ឃើញរឿងបែបនេះនៅស៊ីនចឹងដែរអរគុណសម្រាប់ការសរសើររបស់អ្នកលោកម្ចាស់ផ្លែល្ពៅទាំងអស់ត្រូវបានប្រើដើម្បីសងគុណព្រះករុណារបស់ព្រះចៅអធិរាជកងទ័ពព្រំដែនរបស់យើងកំពុងបំពេញកាតព្វកិច្ចរបស់ពួកគេគួរឲ្យអាណិតណាស់ដែលអ្នកមិនគួរសម្លាប់លាវអ៊ូទេមិនថាមានរឿងអ្វីកើតឡើងទេគាត់នៅតែជាកូនតូចរបស់ខ្ញុំបងថ្លៃប្រុសអ្នកបានសម្លាប់គាត់